បងថាដើមបីឲ្យបានសេចក្តីសុខដល់ខ្លួនតលតកូននឹងឯងត្រូវតែសម្លឹងទៅមើលទិដ្ឋធម្មិកថាប្រយោជន៍សិនទី1អត់ឋានសម្បទាឲ្យប្រឹងរកទ្រព្យសម្បត្តិឲ្យហើយកុំអាងថាក្តៅពេកត្រជាក់ពេកខ្ជិលពេកល្ងាពេកអត់ទេតនកម្លាំងនៅមានរកឲ្យហើយតែចាស់ទៅរកអីលែងបានអាទ្រព្យនឹងវាទុកចាយទី2អរិយកសម្បទារកបានហើយកុំដៃទៅលេងដើរប៉ាវគេពេកយើងមានលុយចេះតែប៉ាវគេដល់យើងអត់គេងាយប៉ាវរបស់យើងទេអញ្ចឹងឲ្យថែអាសាទ្រព្យឲ្យវាដឹងរបស់ណាបាត់របស់ណាគង់ទី3កល្យាណមិត្តតាប្រយ័ត្នសែបគប់មិត្តខុសគេនាំទៅលេងកាស៊ីណូបង្ហើយ KTV បង្ហើយបើដូច្នេះហើយសែបគប់អ្នកចំនួនគេបបួលយើងចំនួនបង្កើនទ្រព្យសម្បត្តិសែបគប់អ្នកល្អដឹកនាំយើងធ្វើល្អកល្យាណមិត្តតាហើយសម្រាប់ជីវិតាចិញ្ចឹមជីវិតឲ្យមានខ្ទង់ចំណាយច្បាស់លាស់នេះធម៌4នេះណាញោមប្រទេសសេដ្ឋកិច្ចរីកចម្រើនធំលើពិភពលោកគេមិនមែនកាន់ពុទ្ធសាសនាទេប៉ុន្តែអ្វីដែលគេកំពុងធ្វើនឹងអនុវត្តដូចធម៌ទាំង4ហ្នឹងអាមេរិកក៏ដោយបារាំងក៏ដោយអូស្ត្រាលីក៏ដោយកាណាដាក៏ដោយស្វីសក៏ដោយយើងទៅសិក្សាមើលការដឹកនាំសេដ្ឋកិច្ចគេឧទ្ធានសម្បទាគេប្រឹងរកទ្រព្យអរិយសម្បទាគេថែរក្សាទ្រព្យកល្យាណមិត្តតាគេដើរខ្សែគប់ប្រទេសណាអ្នកចំនួនណាអ្នកវិនិយោគណាធំហើយសម្រាប់ជីវិតាអូគេមានខ្ទង់ចំណាយចំណូលច្បាស់លាស់អញ្ចឹងគេមិនកាន់ពុទ្ធសាសនាទេប៉ុន្តែគេអនុវត្តដូចច្បាប់ព្រះយើងរីឯយើងវិញកាន់ពុទ្ធសាសនាប៉ុន្តែយុទ្ធជួនកាលថ្ងៃបុណ្យកំណើតព្រះយើងមិនដឹងផងអត់អនុវត្តតាមទេព្រះអង្គឲ្យកាន់សិល5មិនទាំងកាន់ផងបើដូច្នេះហើយយើងអ្នកថាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែយើងមិនសូវធ្វើតាមប្រមាណទេប្រទេសគេមិនកាន់សាសនាប៉ុន្តែគេធ្វើដូចសាសនាបើអញ្ចឹងឈប់ចោតប្រកាន់ថាកាន់សាសនាពុទ្ធនាំឲ្យក្រទៅប្រទេសគេអ្នកមានគេធ្វើដូចសាសនាព្រះនឹងឯងសម្រាប់ជីវិតាចិញ្ចឹមជីវិតក្នុងសាសនាលោកថាយ៉ាងហោចណាស់បែងចែកជា4ផ្នែកនិយាយអញ្ចឹងញោមញាតិស្រុកនឹងអត់មានជាពាក់បំណុលគេទេណាញោមណាអត់មានទេសួរឡាព្រះអង្គថាឲ្យបែងចែកជា4ផ្នែកមួយផ្នែកសងបំណុលចាស់មួយផ្នែកបលបំណុលថ្មីហើយមួយផ្នែកទៀតបោះចុះក្នុងកប់ទុកក្នុងដីមួយផ្នែកបោះចុះក្នុងជ្រោះជ្រៅបលបំណុលសងបំណុលចាស់បានដល់បែងមួយផ្នែកមកចាំម៉ែងចាំឪគាត់ចាស់នេះរួចបលបំណុលថ្មីបានដល់ចាំកូនដែលគ្នាកើតមកគ្នាអត់ទាន់មានមុខលបទេទាំងកូនស្របច្បាប់ក៏ដោយទាំងកូនលួចលាក់ក៏ដោយក៏លួចផ្ញើលុយឲ្យចាំគ្នាដែរព្រោះគ្នាកើតមកវាអត់ទាន់មានមុខលបអីហើយមួយទៀតបោះចុះក្នុងជ្រោះជ្រៅមានជ្រោះមួយជ្រៅជាងជ្រោះពេជ្រនិលទៀតបោះមួយថ្ងៃ3ដងប៉ោងតែមួយផ្លែតបាត់ទៅវិញអាហ្នឹងជ្រោះមាត់និយាយពីបំពេញយល់បំពេញតាំងពីកើតមកទល់ថ្ងៃនេះមួយថ្ងៃ3ដងប៉ោងតែមួយផ្លែតស្វិតទៅវិញអស់អាហ្នឹងតំណងតែមានផ្លូវចេញទៅឯណាទេបានដាក់មិនចេះពេញសោះអញ្ចឹងបានដល់ការចាយវាយខ្លួនឯងឯទី4បានដល់ការធ្វើបុណ្យសន្តានរួមចំណែកកសាងផ្សេងក្នុងសហគមន៍ញោមហើយញោមខ្លះលោកថាអញមិនទាន់ដឹងអីផងសបុតការត្រឹមជង្គង់ទៀតហើយអញអើយសបុតបុណ្យត្រឹមជង្គង់ទៀតហើយតែអត់លុយបានអីទៅចូលបើអញ្ចឹងបែងមួយផ្នែកទុកសម្រាប់ធ្វើបុណ្យធ្វើទានអញ្ចឹងយ៉ាងហោចបែងជា4ផ្នែកបានយើងធ្វើបុណ្យនេះកើតញោមញាតិហើយឥឡូវកូនចៅដែលនឹកដល់គុណមេត្តាបិតាបានធ្វើបុណ្យចម្រើនបច្ចុប្បន្នបច្ច័យ4ជូនមេត្តាបិតាដំបូងគេអាត្មានឹកឃើញរឿងពិស្ដាបន្តិចសិនដែលរឿងពិស្ដាគឺនិមន្តព្រះសង្ឃសូត្រអភិធម្ម7គម្ពីរហេតុអីបានជានិមន្តព្រះសង្ឃសូត្រអភិធម្ម7គម្ពីរនេះជាកម្មវិធីបុណ្យដែលយើងគួរយកមកធ្វើថាយើងយកលំនាំតាមព្រះអង្គចងសងគុណប្រមេត្តាប្របីតាមានន័យថាចងសងគុណឪពុកម្ដាយយកមាសទៅសងក៏មិនកើតយកបាយទៅសងក៏មិនកើតហើយអាមិនបានមិនកើតព្រះអង្គបានសម្ដែងក្នុងសកិលកៈសូត្រថាភតោនេសង្ឃបរិសាមិទួនាទីកូនទី1ម៉ែឪធ្លាប់ចិញ្ចឹមយើងទីយើងចិញ្ចឹមគាត់វិញគាត់ចាស់ហើយទី2កិច្ចចាំងនេសង្ឃក្រេះសាមិបើគាត់មានកិច្ចរវល់កូនចៅមកជួយកិច្ចការងារគាត់ទី3ក៏លវាងសង្ឃតបេសាមិពូជនឹងធ្លាប់កាន់ប្រពៃណីយ៉ាងម៉េចកូនកាន់តាមទៅហើយទី4ពាយជាងបដិបជាមិកុំចេះតែលក់ខ្ទេចលក់ខ្ទីគេអកគាត់ចែកឲ្យអីទុកជាអនុស្សាវរីយ៍ខ្លះផងអ្នកខ្លះគេថតគេព្រីនទាំងស្នាមជើងម៉ែឪគេទុកថ្វាយអង្គមទៀតណហើយនេះម៉ែឪនៅរស់ដល់ទី5មានដាបេដាស្លាប់ទៅលោកថាតេខេណាំងអនុប្រទេសសាមីឲ្យកូនចៅធ្វើបុណ្យឧទ្ទិសទៅឲ្យនេះទួនាទីសម្រាប់កូនប៉ុន្តែ
បើជូនបាយជូនទឹកនំចំណីត្រីសាច់សពុតសៅអៅស្បៃបច្ច័យលុយកាក់ប្រាក់កាសមកប៉ុណ្ណេះគួរជាបាច់អស់អញរំកិញចិត្តមកប៉ុណ្ណេះគេថាមិនតាន់ហៅសងគុណទេហៅត្រឹមតបគុណទេហើយអាមិនបានជាហៅត្រឹមតបគុណខ្លាចក្រែងគាត់បានឆ្អែតបានឆ្ងាញ់តែប្រមាណថ្ងៃស្រាប់តែស្លាប់ពីនេះទៅនរកប្រែតអស់កាលយូរបើអញ្ចឹងចង់សងគុណធ្វើម៉េចបានប្រពុតថាយោចៈខោភិក្ខវេមេតាបិតារោអសទ្ធិសទ្ធាសម្បត្តិយសមាតបេតេនិវាសេតេបតថាបេតេដូច្នេះជាដើមធម្មនិលភិក្ខុទាំងឡាយមេត្តាបិតាណាពុំតាន់មានសទ្ធាដឹកនាំគាត់ឲ្យមានសទ្ធាមេត្តាបិតាណាពុំតាន់មានសិលធ្វើឲ្យគាត់មានសិលមេត្តាបិតាណាពុំតាន់មានចក្ខៈធ្វើឲ្យគាត់មានចក្ខៈមេត្តាបិតាណាពុំតាន់មានបញ្ញាធ្វើឲ្យមានបញ្ញាឡើងនេះបានគេហៅសងគុណមានន័យខុសគ្នាហ្មងមានន័យថាតបគុណហូបតែ2 3ថ្ងៃហ្នឹងស្លាប់ទៅអាចទៅនរកទៅប្រែតប៉ុន្តែបើសងគុណនេះឲ្យគាត់បានហូបរាល់ជាតិតែម្ដងគាត់លែងទៅនរកគាត់លែងទៅប្រែតហើយគឺញ៉ាំងគាត់ឲ្យចេះធ្វើបន់ដោយពាក្យខ្មែរយើងថាបង្រៀនកូនឲ្យចេះដាំបាយទៅតែកូនចេះដាំយើងមិនបាច់ទៅដាំបាយឲ្យទេវាគ្រាន់បើជាងដាំបាយឲ្យកូនហូបអ្នកខ្លះថាបង្រៀនកូនឲ្យចេះស្ទូចត្រីទៅគ្រាន់បើជាងទៅស្ទូចត្រីឲ្យកូនណាចេះយ៉ាងណាមិញបង្រៀនឪពុកម្ដាយឲ្យគាត់បានហូបរាល់ជាតិតែម្ដងទៅគ្រាន់បើជាងហូបតែ2 3ថ្ងៃបានគេហៅថាសងគុណបើដូច្នេះព្រះអង្គមិនយកបាយមិនយកសឡទៅសងទេព្រះអង្គត្រូវទៅប្រោសញ៉ាំងមេត្តាបិតាឲ្យមានសទ្ធាសីលៈចក្ខៈបញ្ញាអញ្ចឹងទៅសម្ដែងធម៌វសាទី7ពមេត្តាកើតជាទេវបុត្រនៅឯដោះសិតឯណោះអញ្ចឹងព្រះអង្គទៅសម្ដែងត្រឹមតាវតឹងសម្ដែងធម៌ឲ្យស្ដាប់យកវិន័យទៅសម្ដែងក៏មិនកើតយកប្រសូតទៅក៏មិនសមព្រះអង្គសម្ដែងអភិធម្ម7កម្ពីឲ្យពមេត្តាស្ដាប់ហើយពមេត្តានៅឯដោះសិតហោះចុះមកតាវតឹងកន្លែងតាវតឹងជាកន្លែងប្រអិនជាកន្លែងទលាយបានទេវតាស្ដាប់ច្រើនមួយយ៉ាងឲ្យពមេត្តាគោរពធម៌ចុះមកហោះមកអង្គញជើងបានបនម៉ាណនអ្នកណាដើរពីផ្ទះមកមកជំហានបានបនម៉ាណនមកស្ដាប់ធម៌ហ្នឹងណាញោមណាអភិធម្មហ្នឹងណាហើយអ្នកណាជិះកង់ជិះម៉ូតូវិលមកជុំបានបនម៉ាណនឲ្យតែស្ដាប់ដោយគោរពសំបីសត្វកែបសំបីសត្វមៀមសំបីសត្វពស់ថ្លាន់ក៏គេស្ដាប់ធម៌បានឋានសួគ៌ដែរបានលោកនិយាយអំពីសត្វបជាវទាំង500កំពុងតែស្រែកជ្រៅរួចលោក2អង្គសូត្រធម៌អភិធម្មបជាវមេគេគាត់ថាណែឈប់ឲ្យស្ងៀមស្ដាប់លោកសូត្រធម៌ហើយមិនទៅមាត់អញ្ចឹងទៅស្រែកអញ្ចឹងបាបកើតជាមនុស្សគោហើយជាមនុស្សថ្លង់ហើយយើងនិយាយប្រឡប់គេមិនឲ្យគេស្ដាប់បានហ្នឹងកម្មពៀកើតជាមនុស្សគោគេលែងឲ្យនិយាយហើយអាគេនិយាយឲ្យស្ដាប់ឯងមិនស្ដាប់កើតជាថ្លង់ហើយបជាវទាំង500ហ្នឹងនាំគ្នាស្ដាប់ឲ្យត្រឹងអត់ហ៊ានមាត់ទេមិនដឹងមានន័យថាម៉េចទេដឹងតែធម៌ចិត្តគោរពទៅបជាវទាំង500ស្លាប់ទៅកើតជាទេវបុត្រឯឋានសួគ៌ទាំងអស់ដល់សម័យព្រះចុះមកកើតជាមនុស្សបានបួសទាំងអស់គ្នាខ្លាចជាកូនសិស្សព្រះសិរីបុត្រអង្គសម្ដែងធម៌ប្រោសពមេត្តាចុះមកយកអរុណមកបិណ្ឌបាតសម្ដែងបង្រៀនប្រាប់សិរីបុត្រក៏សម្ដែងបង្រៀនដល់កូនសិស្សទាំង500ហ្នឹងឥឡូវចេះអភិធម្មមុនគេហើយសម្រេចធម៌និព្វានអស់អាលីងយកមើលសត្វបជាវសោះបានតិចទៅជាងមនុស្សស្ដាប់ធម៌បាននិព្វាននៃលន់អញ្ចឹងបានយើងឃើញថាព្រះអង្គទៅសម្ដែងធម៌ប្រោសពមេត្តានៅភាសាទី7ហើយសម្ដែងអភិធម្មឲ្យពមេត្តាស្ដាប់អញ្ចឹងយើងអញ្ចឹងដែរក៏ចង់សងគុណពមេត្តាចង់សម្ដែងអភិធម្មឲ្យម្ដាយស្ដាប់ដល់តែយើងមិនចេះសម្ដែងបានកម្មវិធីបុណ្យគេនិមន្តប្រសង់មកសូត្រដាពឹស្ដា7មេហ្នឹងណាញោមណាពាក្យថាដាពឹស្ដា7មេហ្នឹងគឺសូត្រអភិធម្ម7កម្ពីហ្នឹងហើយអញ្ចឹងយើងមានថ្ងៃស្អែកមិនអញ្ចឹងណាញោមណាហើយមួយទៀតនិយាយពីអ្នកខ្លះធ្វើបុណ្យដាពឹស្ដាហ្នឹងឧទ្ទិសកុសលដល់អ្នកដែលស្លាប់ទៅក៏មានដែរវាមានរឿងនិទានប្តីប្រពន្ធហ្នឹង2នាក់ប្តីហ្នឹងប្រុសប្រពន្ធហ្នឹងស្រីហើយរៀបការជាមួយគ្នាហើយក៏ស្រាប់តែคล้ายទៅជាប្តីប្រពន្ធអូតូម៉ាទិកតែម្ដងហើយចឹងទៅប្តីទៅរកស៊ីប្រពន្ធនៅចាំផ្ទះគេត្រឡប់មកវិញគេសប្បាយជួបគ្នានាំគ្នាទៅងូតទឹកស្រះបាច់ទឹកជ្រៀងសាសងគ្នាប្រពន្ធហ្នឹងគេលឹកងើបគេអាប់មាត់គេនៅក្បែរទឹកហ្នឹងគេជ្រៀងហើយប្តីស្ដាប់ទៅមើលប្រពន្ធអញជ្រៀងអាប់ទឹកចឹងសលេងដូចហេងសលេងប្រពន្ធអញដូចហេងស្រាប់តែខ្យល់កប្តីហ្នឹងស្លាប់ទៅអារម្មណ៍គាត់ថាហេងគាត់កើជាកូនហេងនៅហ្នឹងទៅប្រពន្ធឯនោះយំសោកសណោះប្តីបាត់ពីដើមទ្រូងទៅហើយប្តីជាទីស្រឡាញ់ក៏នឹកឃើញស្វាងយំទៅសួរព្រះអរិយបុគ្គលទាំងឡាយមានព្រះសិរីបុត្រជាដើមថាលោកម្ចាស់ហើយប្តីខ្ញុំស្លាប់ទៅកើតឯណាព្រះសិរីបុត្រជាដើមហ្នឹងលោកថានាងប្តីរបស់នាងរៀបស្លាប់ទៅហ្នឹងគ្នាមានអារម្មណ៍ថាសម្លេងនាងដូចហេងឥឡូវហ្នឹងគ្នាកើតជាកូនហេងនៅមាត់ស្រះហ្នឹងហើយបើនាងមិនជឿទេតោះទៅមើលនាំគ្នាមកមើលទៅស្រាប់តែហេងហ្នឹងវាស្គាល់ប្រពន្ធវាលូតតោងខ្នងជើងប្រពន្ធវានាងនឹងយំសោកស្ដាយបានលោកប្រាប់ថានាងកុំយំអីហេងនឹងរស់អត់យូរទេបន្តិចទៀតស្លាប់ហើយបើនាងពិតជាស្រឡាញ់ប្តីមែននាងធ្វើបុណ្យទៅឲ្យទៅប្តីនាងនឹងទទួលបានទៅកើតជាមនុស្សវិញភ្លាមឬទៅកើតជាទេវតាផ្លែត
នាងត្រឡប់មកផ្ទះវិញមិនដឹងធ្វើម៉េចដើរទិញរបស់របរធ្វើបន់បែកកំណត់ធ្វើបន់ដើរពឹស្ដាទៅហ្មងនិមន្តព្រះសង្ឃមកសូត្រអភិធម្ម7 កពីដើម្បីស្ដាប់បើឯងមានរៀបបាយបិណ្ឌបាយបាត់ត្បូអីចឹងទៅដល់តែចប់ទៅញោមមកអត់ទិកុសលទៅឲ្យប្តីហ្នឹងពេលដែលអស់អាយុពីហ៊ីងហ្នឹងទទួលយកផលបន់ទៅសោយសម្បត្តិទឹកកើតជាទេពបុត្រនៅឋានសួគ៌នាងប្រពន្ធនេះរសាសិល5ចាំសិល8ធ្វើបន់ញយទៅស្រាប់តែស្លាប់ទៅកើតឋានសួគ៌ជួបគ្នាជាប្តីប្រពន្ធនៅសុខសប្បាយមកអាយុនៅឯនងទៀតទៅណាញោមណាអញ្ចឹងបានមានបន់ពឹស្ដាខ្លះគេធ្វើឧទ្ទិសជូនដល់អ្នកស្លាប់ដែរនេះគឺញ៉ាំងមេត្តាឲ្យបានស្ដាប់ធម៌ឲ្យមានបញ្ញាឲ្យយល់ហើយចំណែកព្រះអង្គទៅប្រោសប្របីដាឯនោះវិញព្រះអង្គចង់ឲ្យបីដាចេះធ្វើទានព្រះអង្គទៅបិណ្ឌបាតប្របីដាខ្ញាល់ហ្មងហើយកូនស្ដាច់ចាក់កពាត់ប៉ុណ្ណានេះទៅដល់សុំទានអ្នកស្រុកធ្វើអញ្ចឹងទម្លាក់កិត្តិយសឪមើលតែប្របីដាហ្នឹងចាំកូនមួយមិនរស់ទៅដល់សុំទានអ្នកស្រុកខ្ញាល់ហ្មងបានប្រពុតលោកបំភ្លឺថាមិនមែនទម្លាក់កិត្តិយសព្រះអង្គទេនិស័យអ្នកបួសបណ្ឌយាលោកពុជនាំងនិសាយបព្វជាតតតេយីវិជ្ជវិងឧស្សាហោករណីយោអ្នកបួសហើយត្រូវតែអាស្រ័យចង្ហាន់បិណ្ឌបាតអញ្ចឹងដើរដោយកម្លាំងស្មងដើរបិណ្ឌហើយការដើរបិណ្ឌបាតនេះប្រោស័តមានន័យថាអ្នកខ្លះគ្នាមានសទ្ធានៅខ្លួនចង់ធ្វើបន់ដែរប៉ុន្តែអត់មានឱកាសដូចយើងឥឡូវហ្នឹងអត់មានឱកាសជួលមីក្រូជួលរោងចេះតែចង់ធ្វើបន់ស្រាប់តែអត់ទាន់បានធ្វើស្លាប់បង្ហើយទៅហើយបើបានលោកមកដល់បដើទៅដាក់បាក់ចង្ហាន់លោកបដើទៅបានសុំបន់ទុកបដើហើយស្លាប់ថ្ងៃណាក៏អត់ភ័យហើយអាហ្នឹងប្រោស័តហើយមួយទៀតអ្នកខ្លះមានជីដូនជីតាពុកម្ដាយស្លាប់ទៅគ្នាចង់ធ្វើបន់ឧទ្ទិសទៅឲ្យប៉ុន្តែអត់ទាន់មានពេលប្រសង់ក៏នៅឆ្ងាយហើយចឹងទៅអត់បានធ្វើរោងធ្វើអីហើយបើបានលោកមកដល់ផ្ទះហើយដាក់មកវែកទៅឧទ្ទិសទៅដល់ខ្មោចឪពុកខ្មោចម្ដាយដូនតាគេបានដែរបើអញ្ចឹងបានលោកត្រូវទៅអនុគ្រោះដល់អ្នកទាំងនោះគេហៅថាប្រោស័តចឹងទៅសុធោទនៈស្ដាប់យល់ទៅជ្រះថ្លាចេះដាក់បាតខ្លួនឯងទៅហ្មងមិនខឹងខ្ញាល់ឥឡូវដាក់បាតគេដែរដើម្បីឧទ្ទិសកុសលបានលោកថាបត្តពរានុភាវេអ្នកមេត្តាប្រមុញ្ជរេហេតុនោះបានជាមេត្តាបីដារមិញរួចចាក់ទីដល់ថោកទៀតដោយអនុភាពនៃបាយដែលគេដាក់ក្នុងបាតអញ្ចឹងគោលបំណងទៅប្រោសប្របីដាក្រៅពីសម្ដែងធម៌ទៅញ៉ាំងប្របីដាឲ្យមានសទ្ធាមានសីលៈមានចាកៈណាញោមណានិងមានបញ្ញាឥឡូវយើងអញ្ចឹងដែរទិញរបស់របរបច្ច័យ4ធ្វើបុណ្យបច្ច័យ4ជូនឪពុកម្ដាយហើយធ្វើបុណ្យបច្ច័យ4ហ្នឹងប្រយ័ត្នអញ្ចេះប្រយ័ត្នតែបច្ច័យ4ឲ្យកក្រឹករួមប្រប៉ុណ្ណានៃមានអកកេះអកកដងអកកំប៉ុងអកដបអកកានៅកក្រឹកកក្រែងរបស់ដឹកសិតរាប់ឡានស្រាប់តែសង្កសៈទេម៉ែដាក់លមកយុទ្ធវត្តអស់ហើយលេងម៉ែឪកទេលកចាស់អាដែលខ្នើយកចាស់អាដែលភួយកចាស់អាដែលអានឹងអត់កើតទេបើអញ្ចឹងបានលោកថាម៉េចលោកថាមេត្តាបីដាននេះមានគុណបំណាច់លើយើងខ្លាំងណាស់ណាញោមដូច្នេះយើងរស់តាំងពីដើមមកទល់ប៉ុណ្ណេះដោយសារណាដោយសារបច្ច័យ4របស់លោកញោមហើយរស់មកទល់ប៉ុណ្ណឹងដោយសារលោកមានការងារមានទ្រព្យសម្បត្តិមានលៀបមានយសមានស័ក្តិដោយសារមេត្តាបិតាចឹងហើយកុំឲ្យភ្លេចញោមញាតិហើយបច្ច័យ4ធ្វើឲ្យត្រូវអញ្ចេះកូនចៅទិញរបស់របរមកប្រមាណជូនទៅគាត់ទាំងអស់ហើយមើលផងសពុតខោអាវរបស់របរប្រើប្រាស់ជូនទៅគាត់ទៅទុកឲ្យគាត់យកទៅទុកប្រើក៏ទុកទៅបើគាត់ចង់វេប្រគេនប្រសងវត្តណាស្រាញ់គាត់អាហ្នឹងកូនចៅជូនគាត់ដល់គាត់មានច្រើនគាត់ចេះចាក់កែមានន័យថាយើងញ៉ាំគាត់ឲ្យចេះចាក់កែណាញោមណាព្រះពុទ្ធលោកសម្ដែងថាយើងរស់រៀនមានជីវិតប៉ុណ្ណឹងដោយសារណាដោយសារមហាភូតរូបរបស់ម្ដាយឪពុកដោយសារបាយទឹកនំចំណីរបស់ម្ដាយឪពុកដែលខំចិញ្ចឹមបីបាច់ថែរក្សាឲ្យរស់ឲ្យរៀនឲ្យមានជីវិតមកមិនមែនកាត់ឡើងរត់តែឯងនោះទេព្រះអង្គឲ្យឈ្មោះទី1ថាសុហទីជាស្រីមានចិត្តល្អឪពុកមានចិត្តល្អដែលឲ្យកូនមកជ្រកកោនជាមួយបានម្ដាយនឹងឯងចិត្តល្អណាស់ឲ្យកូនមកជ្រកកោនជាមួយបានគាត់ធ្លាប់តែស្រុកសុខស្រួលសប្បាយឥឡូវគាត់សុខចិត្តបែងចែកខ្លួនរបស់គាត់ឲ្យកូនមកជ្រកនៅជាមួយបានចិត្តល្អលោកហៅថាតោហលនីជាស្រីចាញ់គាត់ញ័រលហិតលហៃតាំងពីកូនមកចាប់ផ្ទៃគាត់នឹងត្រូវការឃ្លានរបស់ហិលជូប្រៃគេគាត់ថាកំហូបទាស់ដល់កូនគាត់ក៏សុខចិត្តអត់ដើរឃ្លានផ្ដេសផ្ដាស់ឃ្លានស្វាយឃ្លានបញ្ជូឃ្លានបែងពីងបែងក្អមឯណានោះទៅវិញហើយចិត្តទៅហូបទៅហើយភារៈនឹងឈឺអញអញ័រជួនកាលរកចង្អោរកក្អួតអីក៏មានហើយដល់ភារៈធ្ងន់ធ្លាក់ទៅលើឪពុកទាំងអស់ម៉ែវាឯងកុំលើកកុំលីកុំសែងកុំយឹតកុំយងកុំតោងកុំយួរកុំបេះ
កុំបូតកុំបាច់ទុកឲ្យខ្ញុំរបស់មុនទុកឲ្យខ្ញុំណែចាប់ផ្ដើមភារៈធ្លាក់ទៅលើលោកឪពុកបដើណាឪពុកខ្លះចាប់ផ្ដើមរកអស់អាសម័យពីមុនអត់តាន់សបោពេទ្យដូចឥឡូវទេហើយអញ្ចឹងត្រូវទៅរកអស់ទៅរកខ្ជុងយកមកទុកធ្វើក្រែធ្វើជាងអាវឲ្យហើយមិនតែប៉ុណ្ណោះទៅរកថ្នាំរសាកទៀតរកកតបរកកណាត់រងកជាព្រៃអីទុកឲ្យហើយសគួរអញចិត្តមានកូនណាយចេះតែបនព្រះសាពះទេវតាហើយដល់ប៉ុណ្ណេះអញ្ចឹងទៅមួយទៀតលោកហៅថាជាអ្នកយន្តតីជានេតីជាអ្នកយន្តតីជាស្រីបង្កើតកូនជានេតីជាស្រីបង្កើតកូនជាអ្នកយន្តតីស្រីញ៉ាំងកូនឲ្យកើតបានទម្រាំកូនកើតមកបាននេះបុរាណហៅថាឆ្លងទលេយើងឃើញហើយពីសម័យដើមឆ្លងទលេវាងាយគ្រោះថ្នាក់ណាទឹកហូរណាទឹកលិចណាកពើឆ្លាមកមានមនុស្សស្រីជាច្រើនអ្នកណាស់ដែលស្លាប់ក្នុងពេលប្រសូតកូនហូរឈាមធ្លាក់គាត់ធ្លាប់ញ័រអស់តសៃតូចតសៃធំមនុស្សធ្លាប់តែមានកម្លាំងខ្លាយទៅជាទុនល្បិល្បក់ដែលយើងហៅថាតសៃខ្ចីដូចជាមនុស្សកើតឡើងថ្មីអញ្ចឹងដូច្នេះហើយគាត់អស់កម្លាំងលហិតលហើយណាស់ជួនកាលក៏ស្លាប់ពេលនោះជួនកាលក៏នៅរស់តថយជីវិតនេះគេហៅថាឆ្លងទលេនិយាយពីឪពុកឯនោះវិញក៏ភ័យដែរគេថាណែឯងទៅហៅយាយនោះមករត់ទៅហៅយាយនោះទៅហៅតានេះមកទៅហៅយាយតានេះអត់ឯងដាំទឹកដុតភ្លើងអត់ដុតភ្លើងដាំទឹកដុតភ្លើងដុតអស់បដើផ្លុំបដើនឹងអុជធូបបែបបុនលោកអើយសូមឲ្យបានសុខសប្បាយទាំងម៉ែទាំងកូនមកទម្រាំទៅលឺកូនយំងាឡើងរត់ទៅមើលកូនមុខសិតតែខ្ជូងអញ្ចឹងហូរត្រេកអរណាស់ហើយបានតែប៉ុណ្ណេះម៉ែនៅលើជាក្រានហើយឪនឹងអង្គុយកំដរដុតភ្លើងនឹងទៅហុយពេកខ្លាចវាតហើយតែលុតភ្លើងអស់ទៅខ្លាចវាអត់ក្តៅបើអញ្ចឹងនៅថែភ្លើងនឹងហើយថែហើយបើលុតទៅធូធាទៅគ្រាន់អង្គក្នុងពីងក៏អស់ព្រលឹមឡើងចេញទៅស្ទុងទៅច្រូតឲ្យគេមកព្រឹកទៅបកជ័រឲ្យគេមកព្រឹកទៅលើកទៅលោឲ្យគេមកព្រឹកមកសន្ធុះមកវិញបានត្រីផងបានបន្លែផងដើរសិតទៅរត់មកជ្រៀតចូលផ្សារបន្តិចទិញបាននំមួយដោតទុកឲ្យម៉ែវាម៉ែវាឯងហូបណាឯងទៅសៃខ្ចីហេឯងហត់ជាងខ្ញុំឯងហូបទៅនំមួយប្រចាំងគ្នាទៅវិញទៅមកអញ្ចឹងហើយមើលទៅអង្គក្នុងពីងក៏អស់ទៅរងអង្គអាទឹកក្នុងពីងអស់ទៀតទៅដងទឹកទៀតម្លោះហើយឪពុកចេះចូលជាក្រានចេះដាំស្លចេះដាំបាយអាមិនដឹងគេបងស្អីមុនក៏ចេះស្លបានមួយឆ្នាំណាលើកយកមកបញ្ចុកម៉ែហើយទៅដងទឹកឲ្យម៉ែងូតហើយដល់ម៉ែនៅលើជាក្រានអាកតបម៉ែកតបកូនណាអ្នកបោកឪប្រមូលទៅបោកទៅគក់មានម៉ាស៊ីនណាបោកលាងផ្ទាល់ដៃអាទាំងអស់ចេះដាំស្លចេះលាងចានចេះលាងឆ្នាំងអូយសពបែបយ៉ាងតម្រាំម៉ែចុះពីជាក្រានមកវិញយកមកតស៊ូបានគេហៅបន្តទៀតថាតោសេនតីចេះលួងលោមថ្នាក់ថ្នមបបោះអែលកូនពីដើមចេះខ្មាស់ចេះអៀនឥឡូវលែងខ្មាស់ឲ្យកូនយំកដាលចំណោមលួងកូនជ្រៀងអាឡេអាឡូអំពីអាមិនក៏ហ៊ានដែរបំបៅកូនកដាលវាលមិនក៏ហ៊ានដែរណាថាឲ្យតែកូនអញបាត់យំតស៊ូអញ្ចឹងទឹកចិត្តទុនតោហើយឪពុកឯនោះប៉ោសេនតីទាំងម្ដាយទាំងឪពុកចាប់ដើមរស់ស៊ីចិញ្ចឹមកូនណាដឹងរួចហើយកាលចេញពីសម័យសង្គ្រាមមកមានអាបាត់ដៃទៅទេហ្នឹងមិនទាន់មានឥឡូវដូចឥឡូវចឹងឯណាញោមបបាសនុកយ៉ាងណាដើរបេះតគួនបេះតគៀតដើរបេះច្រាច់ជើងប្រកងដូរកទៀតដូរពហួតដូរជ្រក់ដូរម៉ាំតម្រង់បានកជាព្រៃយកមកចិញ្ចឹមកូនរស់ទាំងមួយទាំងពីរម៉ែបេះស្លឹកបាសស្លឹកសើម៉ៅស្ងោយកទឹកដោះឲ្យកូនហូបអ្នកខ្លះខ្វះខាតមែនតែនរស់ស៊ីមានបាបមានបុនកេងកັບលឹកខងវាយផ្ដុកគូតកំប៉ុងបតោងភ្លើភ្នែកជីងពូតគេកុហកគេបំបត្តិគេមកកាក់មកចាប់ម៉ាស៊ីនហ៊ានលក់ដូរបង្រត់បង្រាស់សត្វភាពទាំងរស់យកលុយមកចិញ្ចឹមកូនអ្នកខ្លះអោនក្បាលតត្រកធ្វើឆ្កែធ្វើឆ្មាឲ្យគេស្ដីគេជេរគេថាគេប្រោយលីឲ្យរែកឲ្យទូលឲ្យសែងឲ្យតែបានលុយមកចិញ្ចឹមកូនធ្វើអីក៏សុខចិត្តដែរឲ្យកូនរៀនឲ្យកូនសូត្រកូនទាខោអាវម៉ូតថ្មីទិញឲ្យកូនមួយឆ្នាំ2 3កាផ្លេឯងពាក់មួយកាផ្លេ2 3ឆ្នាំកូនទាស្បែកជើងទិញឲ្យកូនមួយឆ្នាំ2 3គូឯងពាក់មួយគូ2 3ឆ្នាំឆ្កែពំលាក់2 3ដងនៅតាមរកឃើញចងកណាត់មកជាហៀងទៀតហើយកូនទាកង់ទិញកង់ឲ្យកូនឯងដើរកូនទាម៉ូតូទិញម៉ូតូឲ្យកូនឯងជិះកង់កាចាស់តម្រន់ដល់វត្តធ្លាក់ច្បាក់ដាក់ប្រឡាក់ដៃឲ្យខ្មៅងីងតស៊ូសពបែបយ៉ាងដើម្បីកូនឲ្យកូនរៀនឲ្យកូនសូត្រមានចំណេះចេះដឹងបែងចែកទ្រព្យសម្បត្តិឲ្យកូនរកការងារឲ្យកូនរៀបការឲ្យកូនគេកំងចង់យកភ្លេងនេះអាចារ្យនោះភេទជ្ជៈនោះរោងនេះរោងនោះឲ្យខ្ចីគេសិនក៏បានដែរឲ្យតែប្រកបចិត្តកូនឲ្យត្រូវការឲ្យកូនគេសុខសប្បាយម៉ែឪជាពាក់កំណុលគេឲ្យវ័នកក៏មានដែរមិនតាន់បានសងរួចផងគេយកចៅមកផ្ញើល្មមចប់ហើយមួយជីវិតម៉ែមួយជីវិតឪនេះអញសង្ឃឹមថាបានរៀបកូនអស់rồiវិធូខ្លួនឥឡូវចៅ2 3មកតបមកទៀតអញអើយនឹងកាលបានរួចអោជីវិតម៉ែឪបានលោកដាក់ឈ្មោះបន្តទៀតហៅថាជាទេវតាដើមជាបព្វទេវីទេវតានេះថែអាសាកូនលៀងកតបឲ្យកូនគក់ច្បាច់ឲ្យកូនបត់ដៃបត់ជើងឲ្យកូនអត់ចេះស្លៀកពាក់ចេះស្លៀកឲ្យកូនស្លាតឲ្យកូនងូតទឹកឲ្យកូនបញ្ចុកបាយចេះផ្ងាចេះផ្កាប់ឲ្យបើកុំមានទេវតានឹងថែយើងអត់រស់ទេណាញោមណានេះទេវតាដើមហើយសុំបីតែខ្មោចព្រាយអមនុស្សណាវាមកចង់យកអត់បានទេដោយសារតែគាត់មានព្រំវិហារដែលគាត់ជាព្រះព្រំថែរក្សាជីវិតកូនសូម្បីតែដើរទៅវាលទៅស្រែជួបពុះវិចស្ងែពុះវិចអានាងពុះវិចកបីក៏វាបាក់ទេលូនលេងរួចដែរ
អ្នកខ្លះថាអូបារមីកូនបារមីមនុស្សភ្នែក4ប្រកែតាមពិតអត់ទេព្រមវិហារធម៌ម៉ែវាបាំងការពារកុំឲ្យសត្វមកបៀតបៀនបានអញ្ចឹងខ្លាំងអញ្ចឹងគាត់ទៅចិត្តស្លាប់ជំនួសណែកូនណាដូច្នេះហើយខ្លាំងអញ្ចឹងបានថាលោកជាព្រះព្រំជាជំរកដល់កូនតាំងពីតូចហើយមួយទៀតលោកជាគ្រូខាងដើមចាប់ដើមបង្រៀនដល់កូននឹងគេស្លៀកខោអញ្ចេះគេពាក់អាវអញ្ចេះគេហូបបាយអញ្ចេះគេដេកគេអង្គុយអញ្ចេះគេស្ទះអញ្ចេះហៅយាយហៅតាហៅប៉ាហៅម៉ាក់គាត់បង្រៀនទាំងអស់រួចបាននាំទៅចូលសាលាហើយរលុយទៅនុកកំរងបន្ថែមទៀតអញ្ចឹងគាត់ជាគ្រូដើមហើយគាត់នឹងឯងជាព្រះរបស់កូនណាថាជាព្រះថាធ្វើបុណ្យជាមួយព្រះបានបុណ្យយ៉ាងណាធ្វើបុណ្យជាមួយម៉ែឪនឹងបានបុណ្យដូចព្រះដែរអញ្ចឹងបាននឹកឃើញរឿងស្រីម្នាក់យកជ័យទៅថ្វាយព្រះអង្គសួរថានាងថ្វាយព្រះឲ្យផ្ទះហើយនៅនាងថាអត់មានផងផ្ទះខ្ញុំព្រះអង្គគ្មានព្រះផងព្រះពុទ្ធថាមានព្រះនឹងផ្ទះនោះយកទៅវិញទៅថ្វាយព្រះនាងយកជ័យដើរមកវិញយកជ័យទឹកកលឹកវិញក្លៀនស្បង់ក្លៀនចាំងរមើលចុះព្រះនៅឯណាមិនវាមិនឃើញយកចុះយកឡើងនិយាយពីម្ដាយឃើញជ័យកូនក្លៀនតាមសម្លឹងមើលជ័យទុំណល្អណាស់ណគេយកទៅណាគេណយកចុះយកឡើងសម្លឹងចុះសម្លឹងឡើងជ័យប្រហែលជាវាអៀនវិញធ្លាក់មួយខ្ពាកបាក់កនិយាយនឹងអព្រឹតអាមួយនោះតំណងបានអញនៅស្ងៀមជាងទំនេរហាមាត់សុំគេលើបានហេកូនអាមួយធ្លាក់ឲ្យម៉ែមកគាត់អាហ្នឹងវាធ្លាក់ឲ្យម៉ែឯងយកទៅណែអញថាបានអញបានមែនហេបកក្បោកដាក់ក្លប់ផ្អែមក៏អូបពេញមាត់លោកក៏ឆ្ងាញ់ណាស់តោះតែបានតែមួយណោះក៏បាន2 3ទៀតអីគ្រាន់តែបានតែមួយធ្វើម៉េចទៅឥឡូវកូនគេយកទៅវិញបានអាចារ្យអូចង់ថាកូនខ្លះជឿបនខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តវាម៉ែឪស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញាស់ពោះញើសខ្ចាយឃើញសម្លគេកូនឆ្លើយបឹងថ្កានថាមិនបានសល់ទេខ្ញុំស្លគ្រាន់តែទៅវត្តទេឪគេថាបើកូនដួសកាលណាចែកឪខ្លះទៅកូនគេថាវាមិនត្រូវឪស៊ីមុនលោកបាបម៉ែវាកុំឲ្យបាបអត់ទៅយើងឲ្យយកទៅវត្តចោះអញ្ចឹងនាងនោះយកជេកទៅថ្វាយព្រះឲ្យវត្តទៀតហើយកូនខ្លះគិតវត្តគិតជាងម៉ែឪមែនទេព្រះអង្គសួរថានាងថ្វាយព្រះហើយនៅអត់មានឃើញផងរកឲ្យគ្មានឃើញព្រះផងរកអស់លីងអត់មានព្រះសោះផ្ទះខ្ញុំព្រះអង្គអត់មានទេចុះបាត់ជែកមួយទៅណាអាហ្នឹងវាបាក់កធ្លាក់ឲ្យម៉ែហូបបាត់ហើយបានព្រះអង្គថាម៉ែនឹងហើយជាព្រះម៉ែនេះជាព្រះឪនេះជាព្រះឥឡូវតន់គាត់នៅរស់ធ្វើបុណ្យជាមួយឲ្យហើយទៅតើអត់ពីគាត់ទៅកាន់មាសប្រប៉ិនដងទុំដើរដូរអត់បានទេសាច់យើងមានថ្ងៃនេះឆ្អឹងយើងមានថ្ងៃនេះបានពីណាមកពីឆ្អឹងម៉ែពីសាច់ម៉ែចែកឲ្យទោះបីយើងទៅរកស៊ីមានការងារមានមុខរបររៀងខ្លួនមានដីអួតថាខ្ញុំគ្មានបានគេអាកពីម៉ែទៅកពើបានខ្ញុំលុយខ្លួនឯងរកស៊ីខ្លួនឯងទិញផ្ទះទិញដីលុយខ្លួនឯងទាំងអស់បានដៃណាទៅរកស៊ីដៃហ្នឹងជើងហ្នឹងឆ្អឹងហ្នឹងជើងហ្នឹងមិនឆ្អឹងជើងម៉ែចែកឲ្យដៃនឹងមិនដៃម៉ែចែកឲ្យឆ្អឹងនឹងមិនឆ្អឹងម៉ែចែកឲ្យបើអញ្ចឹងភាគហ៊ុនម៉ែឪអាដែលបើដូច្នេះហើយអ្វីសពយ៉ាងមានថ្ងៃនេះដោយសារម៉ែឪបានពេលគេដឹងគុណម៉ែឪគេត្រូវធ្វើបុណ្យសងគុណគេហៅថាធ្វើបុណ្យបច្ច័យ4តើអ្វីទៅជាបច្ច័យ4បដិជាណាំងអេថាទេជាបច្ច័យរបស់គ្រឿងអាស្រ័យប្រព្រឹត្តដើម្បីរស់នៅហើយប្រព្រឹត្តទៅនឹងឲ្យជីវិតរស់នឹងគេហៅថាបច្ច័យអញ្ចឹងយើងទាំងអស់គ្នារស់ដល់ថ្ងៃហ្នឹងដោយសារបច្ច័យ4ណាញោមអញ្ចឹងអាត្មាសាកលបងកូនចៅបន្តិចកុំឲ្យតិចតែម្នាក់ឯងពេកហត់សួរញោមញាតិម្ដងមើលជួយឆ្លើយអាត្មាបើឆ្លើយត្រូវជូនពិន្ទុ1លានមើលញោមកូនចៅតាំងពីកើតមកទល់ប៉ុណ្ណេះស្លៀកពាក់សពុតខោអាវម៉ែអស់ប្រមាណកាផ្លេម្នាក់សូមជួយឆ្លើយបានរាប់អត់បានស្មានមិនត្រូវហើយចុះបើសិនជាយើងជាពាក់លុយគេ10000ត្រូវសងប្រមាណត្រូវសង10000បើជាពាក់គេ20000ត្រូវសងគេ20000ចុះបើជាពាក់គេអត់ដឹងត្រូវសងប្រមាណត្រូវសងអត់ដឹងដូច្នេះយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់អត់ដឹងថាប្រមាណទេញោមនិយាយអញ្ចឹងម៉ែធ្លាប់ចែកលុយឲ្យកូនទៅមើលកុនទៅមើលល្ខោនទៅរៀនចែកលុយឲ្យរាល់ថ្ងៃម៉ែអត់ដែលគាត់ទុកដែរប៉ុន្តែដល់ឥឡូវនេះម៉ែខ្វះខាតកេះកូនឲ្យម៉ែឆក់200000សិនមកកូនឲ្យម៉ែឆក់30000សិនមកហើយកូនគេកត់ទៅគេម្លឹកម៉ែជាពាក់ខ្ញុំ500,000ទៀតវិញបើដូច្នេះអានេះវាខុសគ្នាអញ្ចឹងយើងជាពាក់សពុតខោអាវម៉ែដល់ថ្នាក់អត់ដឹងចំនួនបើអញ្ចឹងក្នុងធម៌គេថាជាពាក់ចៃវរៈបច្ច័យមួយហើយអាហ្នឹងចៃវរៈបច្ច័យហោះឥឡូវមួយទៀតបើឆ្លើយបានជូនបន្ទុក2លានញោមឲ្យតាំងពីកើតមកទល់ប៉ុណ្ណេះហូបបាយម៉ែអស់ប្រមាណចាន់កំប៉ុងម្នាក់សុំឆ្លើយ
អត់ដឹងអីក៏ដូចអាត្មាម្លេះថាអាត្មាចុះអត់ដឹងញោមឆ្លើយមកអត់ដឹងដែរបើអត់ដឹងដែរយើងជាពាក់បាយម៉ែដល់ថ្នាក់អត់ដឹងថាអស់អង្គប្រមាណទេនេះអានឹងក្នុងបាលីគេហៅថាបិណ្ឌបាតបច្ច័យជាពាក់ម៉ែមួយទៀតហើយដល់ថ្នាក់អត់ដឹងឥឡូវមួយទៀតប្រហែលជាដឹងឡើងពិន្ទុ3លានមើលញោមតាំងពីកើតមកទល់ប៉ុណ្ណេះដេកកទៀលខ្នើយភួយមុងម៉ែតាំងអាធ្វើឲ្យលហែកតាំងអាធ្វើឲ្យឆ្អេះឆ្អាបអស់ប្រមាណកាផ្លេម្នាក់សុំឆ្លើយអស់កតបប្រមាណហើយអត់ដឹងទៀតអីហើយក៏ដូចអាត្មាដូចយ៉ាងនេះអាត្មារត់ធំជាងញោមទៀតកទៀលគេថ្មីស្អាតចេះឈឺបត់ដៃបត់ជើងខ្ចីប្រាប់ពីណានេះបាញ់ដាក់កទៀលនឹងហ្មងណាហឹកឡើងយកទៅលាង5ថ្ងៃព្រាតអាត្មាចឹងឯងខោអាវគេថ្មីសោះតែពាក់មួយថ្ងៃគេពោលេងបន្តិចយ៉ាងកេញជ្រួចទឹកដាក់គេផ្លែតណែវាអញ្ចឹងហើយយើងជាពាក់អាកទៀលខ្នើយភួយមុងនេះគេហៅថាសេនាសនៈបច្ច័យជាពាក់មួយទៀតហើយដល់ថ្នាក់អត់ដឹងចំនួនឥឡូវមួយទៀតប្រហែលជាដឹងហើយឡើងពិន្ទុ4លានណាញោមណាចឹងបើញោមឆ្លើយត្រូវជូនពិន្ទុ4លានមើលញោមនិយាយឲ្យត្រង់តាំងពីកើតមកទល់ប៉ុណ្ណេះអស់ការ៉េមកៃម៉ែប្រមាណដុំទឹកកកម៉ែប្រមាណកែវលេបថ្នាំអស់ប្រមាណគ្រាប់ហើយបើលោកតែចាក់អស់ប្រមាណមួយជុលញោមមានគាត់ទុកអីអត់ហេអត់ទាំងអស់គ្នាអាត្មាអត់ដែរម៉ែឪឃ្លានការ៉េមឃ្លាននំអត់ហ៊ានចាយទេបត់លុយទុកក្នុងកញ្ចប់ថ្នាំក្នុងជាយកាម៉ាជាយអាវស្រោមខ្នើយប៉ុន្តែដល់កូនឃើញការ៉េមកៃមកយំទាហើយលោកការ៉េមនឹងទៀតបើឃើញកូនក្មេងមកមិនទៅទេលោកអើយកម្លាំងចុះកម្លាំងទៅកម្លាំងមកមើលតតែយកលុយបានមិនបានទៅចឹងហើយមិនដឹងអស់ការ៉េមកៃម៉ែប្រមាណដុំអស់ថ្នាំប្រមាណគ្រាប់ទេយប់ងឹតប្រពីងប្រពើមកលឹមប្រពេកប្របាច់ផ្លូវសិតតែភក់សិតតែលបាប់គេដេកលក់អស់ហើយឯងទៅស្ពះហង្វពេទ្យលោកអើយកូនខ្ញុំក្តៅខ្លាំងណាស់មកជួយកូនខ្ញុំមកឲ្យតែជាសុកចិត្តលក់គោលក់កបីលក់ដីលក់ផ្ទះក៏សុកចិត្តដែរឲ្យតែកូនខ្ញុំជាណែសុកចិត្តអញ្ចឹងទៅស្ពះពេទ្យស្ពះម៉ងវគេថានេះកូនក្តៅនឹងសัตว์នេះដាក់មួយសัตว์នោះកូនបាក់ដៃបាក់ជើងអាសัตว์នេះបុកជាមួយអាសัตว์នោះនរកប្រែនអីនរកទៅឲ្យតែកូនអញជាបុកប្រាវរកឈាមសัตว์នេះមកដាក់ជាមួយទឹកដូងឈាមអីក៏បានដែរឲ្យតែកូនអញជានរកប្រែនអីនរកទៅឲ្យតែកូនអញជាមិនអញ្ចឹងណាញោមណោះដូច្នេះតម្រាំរស់រៀនមានជីវិតមិនដឹងម៉ែឲ្យយើងតស៊ូបែបណាខ្លះទេហើយបើយើងមិនសម័យគិតទេវាមិនឃើញដែរតើយើងអង្គុយគិតមើលថាមែនតើមានកូនខ្លួនឯងបានដឹងហើយអាត្មាមិនទាន់មានកូនផងឯងគ្រាន់សិក្សាទេណាញោមមានកូនដឹងជាងអាត្មាទៀតណោះដូច្នេះហើយយើងសរុបមើលទៅយើងជាពាក់អាគ្រឿងការ៉េមកៃគ្រឿងថ្នាំនេះបាលីគេហៅថាគិលានភេសជ្ជៈអញ្ចឹងសរុបមកឡើងមកវិញ4មុខគ្រឿងស្លៀកពាក់គេហៅថាចៃវរៈគ្រឿងហូបចុកគេហៅថាបណ្ឌបាតបច្ច័យគ្រឿងដេកនៅគេហៅថាសេនាសនៈបច្ច័យគ្រឿងថ្នាំគេហៅថាគិលានភេសជ្ជៈបច្ច័យសរុបទៅឃើញមាន4អាទាំង4នឹងគេហៅស្អីគេញោមណាឆ្លើយត្រូវបានពិន្ទុ5លានអត់ដឹងទៀតអាទាំង4នឹងគេហៅបច្ច័យ4អញ្ចឹងយើងរស់មកដោយសារទាំង4ហ្នឹងបានអាត្មាថាយើងរស់ដោយសារបច្ច័យ4អញ្ចឹងបច្ច័យ4ហ្នឹងបច្ច័យ4របស់ណាបច្ច័យ4របស់ម៉ែឪអញ្ចឹងយើងជាពាក់បច្ច័យ4ណាជាពាក់បច្ច័យ4ម៉ែឪបានជាយើងត្រូវធ្វើបុណ្យបច្ច័យ4សងគុណម៉ែឪណាញោមណាចឹងញោមញាតិពុទ្ធបរិស័ទទាំងឡាយយើងត្រូវសងគុណធ្វើបុណ្យសងគុណបច្ច័យ4ម៉ែឪដូច្នេះហើយបានជាយើងត្រូវដកសងគុណម៉ែឪត្រូវធ្វើបច្ច័យ4ហ្នឹងអេវ៉ាំងចតបបច្ចយៈពាយកោសុខੰវណ្ណតិតស្មាទាននឹងសយំពេប្រវត្តិតពាំងអានិសង្ឃនៃឲ្យបច្ច័យ4រមែងបានបច្ច័យ4នេះមកវិញរហូតដោយញោមដាំដលងញោមបានពូជមកញោមធ្វើពូជបន្តទៀតញោមបានដលងទៀតញោមដាំពេកគក់ដាក់ពូជទៀតបានពេកគក់ទៀតឥឡូវយើងរស់ដោយសារបច្ច័យ4ដាំពូជបច្ច័យ4ទៀតយើងនឹងបានបច្ច័យ4នេះរស់តទៅមុខទៀតអញ្ចឹងបានលោកថាអ្នកដាំពូជបច្ច័យ4រមែងបានអានិសង្ឃទាំង4យ៉ាងហ្នឹងគ្រប់កន្លែងទាំងអស់ឥឡូវកូនបានធ្វើហើយកូនចាប់ពីពេលនេះទៅសបោបច្ច័យ4ហើយបានសងគុណមេត្តាបិតាព្រោះយើងជាពាក់បច្ច័យ4គាត់ញោមឥឡូវថាវាច្រើនពេកដល់14សងមិនអស់ឥឡូវនិយាយតែមួយមុខទេណាញោមណានិយាយពីរឿងងូតទឹកកុំបាច់ខ្មាស់អៀនទេនិយាយត្រង់តាំងពីកើតមកម៉ែងូតទឹកឲ្យយើងប្រមាណដងម្នាក់គក់កតបឲ្យយើងប្រមាណដងម្នាក់ដោះក្អែលឲ្យយើងប្រមាណដងម្នាក់ហើយដោះកន្លែងណាខ្លះសូមឆ្លើយប្រមាណដងញោមឧបមាថាម៉ែងូតទឹកឲ្យយើង2000ដងចុះយើងវិញងូតទឹកដោះក្អែលឲ្យម៉ែបាន2000ដងស្មើគ្នាហើយនៅតលយូបានស្មើគ្រាន់តែងូតទឹកមួយមុខហ្នឹងចាញ់ដាច់បាត់ទៅហើយមិនបាច់ទៅរាប់អីផ្សេងទេចឹងហើយអាត្មាដឹងថាមិនដឹងប្រមាណដងទេប៉ុន្តែដឹងថាគេដោះគ្រប់កន្លែងទាំងអស់នោះតាណាក៏គេដោះនេះគេឃើញអស់ហើយគេមើលឃើញអស់អាលីងគេស្គាល់អស់អាលីងដោះអស់
ប៉ុន្តែត្រង់តែប្រមាណដងមិនដឹងទេអញ្ចឹងហើយបានជាកម្មវិធីបុណ្យពេលគេធ្វើចម្រើនបជនគេតែងតែស្រោចទឹកឪពុកម្ដាយនិយាយអញ្ចឹងមកមិនទាន់លួចសួរតិចមានគេស្រោចទឹកម៉ែឪដែរស្រោចដែរហើយមានអាចារ្យដឹកនាំសុំខមាទោសហើយដែរមានដែរអូពុំមានម៉ាច់ត្មងត្រូវត្មងញោមបុណ្យចម្រើនបជនបុណ្យបច្ច័យ4សងគុណម៉ែឪបុណ្យកតញ្ញូសំខាន់បំផុតនៅដឹកនាំសុំខមាទោសនឹងត្មងឲ្យតែអាចារ្យណាចេះដឹកនាំសុំខមាទោសអាចារ្យនោះដឹកនាំត្រូវហើយអាត្មាចង់បានអាចារ្យអញ្ចឹងបើសិនជាអាត្មាធ្វើចម្រើនបជនឲ្យយាយក្មេងអីក៏អាត្មាចង់បានអាចារ្យអញ្ចឹងដែរប៉ុន្តែអាត្មាអត់មានទេគ្រាន់ឧបមាទេអាហ្នឹងគ្រាន់ឧបមាអាត្មាអត់មានយាយក្មេងទេណាញោមណាគ្រាន់ឧបមាថាបើសិនជាអាត្មាធ្វើបុណ្យចម្រើនបជនឲ្យម៉ែក្មេងអីក៏អាត្មាចង់បានអាចារ្យអញ្ចឹងដែរព្រោះអាចារ្យអញ្ចឹងចេះដឹកនាំឲ្យសុំខមាទោសអញ្ចឹងល្អហើយអាមិនបានជាសុំខមាទោសរឿងវាអញ្ចេះម៉ែងូតទឹកឲ្យយើងរាប់ពាន់ដងឥឡូវយើងមិនបានងូតឲ្យរាប់ពាន់ដងទេយើងហៅថាបកាសនៈកតញ្ញូដាក់មីក្រូប្រកាសធ្វើម្ដងឲ្យរួចអាទាំងអស់នោះហើយនៅជាកតញ្ញូកូនចៅនៅជានិច្ចពង្រើម៉ែឪកាលកតញ្ញូចិត្តចូលឆ្នាំមកម្ដងម្កាលក៏មកធ្វើបន់អញ្ចឹងសរុបទៅសិតតែកតញ្ញូហើយប៉ុន្តែដាក់មីក្រូប្រកាសនេះកូនចៅដាក់បោះស្បុកតំណាងឋានសួគ៌ហែម៉ែឪឡើងបោះស្បុកតំណាងហែម៉ែឪឡើងឋានសួគ៌ចាក់ទឹកត្រជាក់ឲ្យគាត់មានភាពត្រជាក់ត្រជុំហើយលាងដោយសាប៊ូក្អូបហៅថាសកលទ្វារីមានន័យថាលាងជំរះក្លិនឆ្អាបអំពើបាបដែលគាត់រស់ស៊ីចិញ្ចឹមកូនគឺលោកគាត់លក់ដូរបង្វត្តបង្រាស់សត្វធាតុទាំងរស់ដុតភ្លើងឆេះព្រៃកាប់ដីដាច់សត្វបំបត្តិជីវិតសត្វដទៃអីទៅក្រែងអាសត្វទាំងនោះវាចងកម្មចងពៀជាមួយម៉ែឪយើងអញ្ចឹងយើងលាងបាបកម្មទាំងនោះប៉ុន្តែលាងមួយថ្ងៃវល់ល្ងាចវាដោះទៅដាច់បាបកម្មឯងដាច់ក្អែលដាច់តែក្អែលបាបអត់ដាច់ទេចោះដាច់បាបដោយសារអីដោយសារកូនចៅសុំខមាទោសឯនេះវិញហើយមិនបានជាត្រូវសុំខមាទោសអាគ្រាន់តែរៀបរាប់មិញរបស់មើលឃើញយើងថាសងមិនរួចចុះអារបស់មើលមិនឃើញផ្លូវវិចារនិងផ្លូវចិត្តម៉ែឪខ្លះកូនណែម៉ែនិយាយស្ដីបន្តិចបន្តួចកូននៅខឹងម៉ែធ្វើមុខកញ៉េកញើដាក់ម៉ែឪអាធ្វើមុខកញើហ្នឹងតើអត់ទាន់សុំទោសគាត់កើតឡើងមុខកញើខ្មៅកញ៉េដូចភ្លើងឆេះគល់ទៅយើងអញ្ចឹងហើយតាំងចិត្តល្អូមិនដឹងស្អីទេម៉ែបកើតកូនមកអយុត្តិធម៌បកើតអាបងមកស្អាតបកើតឯងមកមុខកញើខ្មៅកញ៉េមើលតែភ្លើងឆេះគល់7ប្រាំងសែនម៉ែសែនឪអយុត្តិធម៌បង្កើតកូនមកឯងគ្រាន់តែសបកលេកន្លះអាទេសទៅហើយឲ្យតែផលិតផលណាល្បីទៅទិញមកកែនៅតែមិនស្អាតសោះវិញម៉ែមិនអញ្ចឹងបង្កើតកូនអាបងមកស្អាតអញ្ចឹងអើសែនម៉ែសែនឪចង់ឲ្យសែនបណ្ណកម្មពីឯងធ្លាប់ធ្វើកញើដាក់ម៉ែឪអត់បានសុំទោសបានកើតមកកញើខុសគេជួនកាលម៉ែឪស្ដីនិយាយជេរថាឯងសម្លក់ម៉ែឲ្យថ្ម៉ែកូនណោយសាលារៀនគេចេញតាំងពីម៉ោង5រួចឥឡូវម៉ោង8ហើយមិនក៏កូនឯងទៅមកផ្ទះម៉ែនេះវាភ័យអស់ព្រលឹងពីពោះហើយខ្លាចកូនឯងមានគ្រោះថ្នាក់ជាមួយកូនឯងកុំដើរលេងមិនដឹងស្អីទេចូលផ្ទះពេលណាចេះស្នាពេលនោះធុញឲ្យឡើងចង់មកផ្ទះសម្លក់ម៉ែថ្ម៉ែអត់ទាន់សុំទោសគាត់អាភ្នែកសម្លក់ហ្នឹងកម្មពីហ្នឹងគាត់ជាព្រះអរហន្តទៅសម្លក់គាត់អញ្ចឹងតែមិនសុំទោសគាត់កើតឡើងភ្នែកវាកើតឡើងមកភ្នែកកើតមកដើរទៅកើតមើលទៅត្បូងដើរទៅលិចមើលទៅជើងបាញ់មាន់ងាប់ទាដកដើមទ្រាំងាប់ឯកូនប្រទេសអង្គុយតបជាមួយគេឃើញសម្លឹងមីដល់ទៅរស់ស៊ីកាទៀវសោះឈរតាមផ្លូវបោចដៃហើយធុកភ្នែកមើលម៉ូតូមកឲ្យទាំងពីរហ្មងគេហៅឯងហៅខ្ញុំគេហៅខ្ញុំភ្នែកមើលមកខ្ញុំណែដៃបកមកខ្ញុំតើឆ្លោះគ្នាពេញនោះទៅអាហ្នឹងមកពីអីបានកើតមកសបុកគេភ្នែកអត់វិញគេតែឯងថាមកពីសម្លក់ម៉ែអត់ទាន់សុំទោសគាត់ហើយស្រុកនេះសំណាងហើយញោមដែលអត់មានពីណាយកកូនយកចៅមកផ្ញើម៉ែឪទៀតដូចខាងអាត្មាស្រុកនេះសំណាងញោមណាយាយល្អណាស់អត់មានយ៉ាប់ពិបាកមើលកូនមើលចៅណាញោមខាងអាត្មានោះយាយអត់បាននៅចេះទេគាត់មើលកូនមើលចៅហើយញោមសំណាងហើយដែលអត់មានពីណាប្រើឲ្យមើលចៅអញ្ចឹងណាញោមស្រុកហ្នឹងអត់មានទេណាមានដែរមានមែនបើចង់ដូចតែគ្នាហើយជាពាក់ខ្លួនយើងមិញរៀបរាប់តែខ្លួនយើងមួយសងមិនអស់ផងឥឡូវថែមដល់ចៅទៀតឥឡូវគិតតែម៉េចដូចជាពាក់ខ្លួនឯងមួយត្រឹមតែរាប់ទៅឥឡូវបើថែមដល់ចៅវាឡើងដល់រាប់ខាងហើយអញ្ចឹងបំណុលនឹងកាន់តែខ្លាំងហើយយើងមិនអាចកិច្ចផុតទេក្នុងសង្គមនេះរស់នៅតែងតែពឹងគ្នាទៅវិញទៅមកស្រូវទុំក្រហមកញ្ញោមពេញស្រែបើមិនយកកូនទៅផ្ញើម៉ែណាអ្នកទៅច្រូតស្អែកត្រូវចូលរោងចក្រចង់បានលុយកែបើកូននឹងដៃបានណាទៅធ្វើការរួចតអត់បានទៅធ្វើការម៉ែនឹងក៏អត់មានលុយទិញថ្នាំពេទ្យដែរម៉ែនឹងក៏អត់លុយទៅវត្តដែរបើអញ្ចឹងតើម៉ែនឹងជួយកូនខ្លះអញ្ចឹងវាជារឿងធម្មតាជួយគ្នាទៅវិញទៅមកណាញោមណាក៏ប៉ុន្តែ
ក៏ប៉ុន្តែបើសិនជាម៉ែស្ម័គ្រចិត្តមកជួយយើងដោយសារយើងមិនប្រើទេយើងអត់បាបទេក៏ប៉ុន្តែបើសិនជាម៉ែមិនស្ម័គ្រចិត្តទេកំពុងតែធុញកំពុងតែល្អូអញអើយអង្គក៏អស់ទឹកក៏អស់អាកូនកំឡោះក៏មិនឃើញមកអាងដងទឹកឲ្យទេអាកូនស្រីនោះមិនឃើញមកឲ្យកោះខ្យល់ឲ្យទេឈឺប្រហែលថ្ងៃតាំងពីឈឺមកអត់ដែលស្រួលខ្លួនរហូតមានអាយុកាន់តែច្រើនហើយវ័យកាន់តែចាស់ទៅទៀតមានអាក្រឲ្យទៀតអត់លុយទៅទៀតអាកូននោះមិនឃើញមកសោះពិបាកអីពិបាកឃើញមកឲ្យកោះខ្យល់ឲ្យតិចអូមកអាខោអាវអញក៏មិនទាន់បោកអាទឹកក៏អស់អង្គក៏អស់កូនមកប្រហែលជាគេយកអីមកជូនណាជូនដៃជូនជើងឲ្យស្អាតព្រះហើយមិនទាន់និយាយផងគេដឹកមកដល់លើ2ម៉ែអើយផ្ញើអូនផងល្ងាចខ្ញុំមកយកវិញអូនលេងជាមួយយាយល្ងាចម៉ែមកយកជូនយាយ2000អញមិនទាន់និយាយផងគេដាក់មុនបាត់ទៅវិញបាត់ហើយខ្ញុំបាននិយាយមិនបានទេបានចេញផុតទៅក៏រែមកៃមកនៅឃើញក្មេងអត់ព្រមទៅណាអស់1000បានតែថ្ងៃបន្តិចជ័យជៀនមកជីចុះជីឡើង1000ទៀតបង្ហើយថ្ងៃអាសៀលបន្តិចស្គរគ្រាប់មកទៀតនិយាយលូកកប៉ាវខ្លួនឯងទៅមកហើយដល់ល្ងាចគេមកយកកូនវិញមានអ្នកណាមកដល់គេឌឺដាក់កូនហើយនេះនៅផ្ទះខ្ជិលណាស់មើលខ្លួនដូចប្រែតអត់ចេះងូតទឹកទេហើយនេះខ្លួនដូចប្រែតម៉ែនោះផឹកគ្មានថាឲ្យអាណាទេថាឲ្យអញមិនងូតទឹកឲ្យកូនគេនឹងទៅមកគេនិយាយកូនគេនោះឯងទៅល្អៀសខ្លួនម្នាក់ឯងអញ្ចឹងណាញោមណាជួនកាលនៅជាមួយគ្នាអីចឹងគេលេងកូនហើយនេះនៅផ្ទះខ្ជិលណាស់អត់ដាំបាយទេហើយនេះស្មានហ្នឹងអត់ដាំបាយទេម៉ែដែលពពុកផឹកអញអត់បានដាំបាយឲ្យគេថាឲ្យកូនអាកូនប៉ុណ្ណឹងមិនចេះដាំបាយអីវាថាឲ្យអញហ្នឹងអញ្ចឹងម៉ែចេះតែភ័យទៅទៀតញោមហើយដូច្នេះហើយពិបាកអញ្ចឹងយើងសរុបដោយខ្លីបើសិនជាយើងជ្រុលជ្រោះយកកូនផ្ញើម៉ែប្រើម៉ែមើលផ្ទះមើលសម្បែងមើលទ្រព្យសម្បត្តិហើយជាពាក់គាត់មកជន់ទៀតហើយមានវិធីដោះស្រាយទេមានធ្វើម៉េចធ្វើដូចគេអញ្ចឹងសុំខមាទោសគាត់ហើយដល់អញ្ចឹងកូនសុំខមាទោសលឺលួសពាក្យពេចន៍កាយវិការអីមិនសមរម្យអីសុំខមាទោសគាត់អត់ទោសឲ្យយើងញោមអញ្ចឹងគាត់អត់ទោសឲ្យយើងលែងមានកម្មពៀបើយើងមិនសុំទោសទេប្រើម៉ែហ្នឹងកើតជាខ្ញុំបង្រើគេកើតជាគោក្របីតម្រៃសេះអូអាទេសឲ្យគេរាប់លានសែនឆ្នាំមកអញ្ចឹងហើយបានយើងសុំទោសទៅគាត់លែងយកពៀជាមួយយើងលែងមានកម្មពៀហើយមិនត្រឹមតែយកមិនត្រឹមតែលែងមាននៅកម្មពៀទេគាត់ជូនពរយើងទៀតកូនចៅជូនលុយកូនចៅជូនសម្ពុតខោអាវថ្ងៃមុនអាត្មាទៅបនគេនៅស្រុកស្អាងគេទិញតាំងពីមាសជូនទៀតតាំងពីលុយពីខោអាវពីមាសថ្វាយអង្គមជូនអាកូនប្រសាអាកូនបកើតមកលើកកូនប្រសាចេញណែឯងកូនបកើតកូនប្រសាទេមកអង្គុយនេះទុកឯងកូនប្រសានៅទុកឯងកូនបកើតនៅមុខដណ្ដើមគ្នាហើយគ្រួសារគេមើលទៅដូចសុបាយគេដណ្ដើមគ្នាធ្វើបន់គេមកចាប់3អាដេញកូនប្រសាចេញឲ្យអស់ដាក់កូនបកើតពីមុខហើយគេចូលមកប្រជាជាតិគេជូនសិតតែមាសសិតតែលុយហើយខ្លះគេកេះហុចមិនគេយកមាសមកជូនម៉ែឲ្យច្រើនម៉េចហើយមិនទិញអាកាបូបអាប្រែននោះគាត់ចាស់យកមាសជូនគាត់ទៅអីអាកូនមួយថាណែអាកាបូបប្រែនហ្នឹងតែពី3ខែទៀតវាហួសសម័យហើយណែយកអាមាសណែតកូនលេងមកទុកឲ្យគាត់លក់ចាយមួយយ៉ាងរបស់គេដល់ពេលច្រើនពេកទៅនិយាយនោះទឹកភ្នែកលេងញលោមកូនគេថ្វាយអង្គមពីមុខពីក្រោយមុខពីក្រោយអាចារ្យថាជូនពរកូនកុំឲ្យមានកម្មមានពីអីណាសូមឲ្យកូនរស់ស៊ីមានបានហុចទៅឲ្យយាយជូនពរជូនពរឲ្យកូនរស់ស៊ីមានបានយាយចេះអត់ឲ្យវាម្ដងឲ្យវាឯណោះគួរដើមកដែរតែគាត់ប្រុសគាត់ខំទុកពុកប្រកាន់ទុកកូនទេកូនរស់ស៊ីមានបានសុខសប្បាយពុកអរគុណកូនណាយើងគ្រាន់បើអាត្មានេះបឹកឈួលគេតាមគេស្រាប់តែងាកមកក៏យាយម្នាក់នេះកំពុងយំទឹកភ្នែកប្រព្រិចអាត្មាថាយាយយំទៅអីបងប្អូនញៀតដែរអត់ញៀតទេតែមិនបាននិយមវាសំណោះខ្លួនកណាចំណាស់ប៉ុណ្ណឹងមិនដែលឃើញកូនណាមកធ្វើប៉ុនឲ្យដូចគេអញ្ចឹងឯងធ្វើប៉ុនម្ដងគ្រាន់តែហៅវាចូលមកប្រគេនលោកនឹងវាតឹងជាងអូសគល់ថ្នោតទៀតហើយឃើញកូនគេមកចូលឲ្យស្រថ្វាយគុំម៉ែអើយ៉ាងវាសំណោះឯងឲ្យចិត្តងាប់ទៅវិញហើយមិនដែលឃើញកូនណាធ្វើឲ្យគេអញ្ចឹងម្ដងបានវាសំណោះបានយំហ្នឹងអញ្ចឹងបានអាត្មាថាថ្ងៃនេះគ្រួសារគេបានសុំទោសអញ្ចឹងគេរួចកម្មពៀអស់ហើយគេលែងមានកម្មពៀហើយគេធ្លាប់សម្លក់សម្លឹងនិយាយស្ដីមាត់ធំមាត់តូចប្រើម៉ែប្រើឪអីពីមុនមកគេសុំទោសគេរួចខ្លួនអស់ហើយចោះចំណែកគ្រួសារដទៃទៀតណប្រើម៉ែប្រើឪដែរណឥឡូវគិតអាម៉េចទៅញោមគិតអាម៉េចទៅមិនតន់ម៉ែឪនៅរស់រកពេលឲ្យហើយទៅហីធ្វើបន់ដូចគេអញ្ចឹងមួយទៅណាញោមណោះប្រយ័ត្នតែគាត់ដួលព្រោះហើយបាននាំបងប្អូនទៅស្មាទោសខ្មោចអត់ប្រយោជន៍ទេទៅរុនជើងពុកឲ្យស្គាល់ខ្ញុំទេពុកឲ្យខ្ញុំសុំទោសម៉ែខ្ញុំសុំទោសអត់ស្ដីរយើងទេនៅធ្វើមកចេះអាចារ្យខ្ចប់កណាត់លើកដាក់មកឈប់ភ្លុចអត់ស្ដីរយើងទេអញ្ចឹងចង់សុំទោសអីសុំពេលនៅរស់អញ្ចឹងបានប្រកែណាញោមណាអញ្ចឹងកូនចៅគេធ្វើតំណឹងគេហៅថាចម្រើនបជនដោយជីវិតមហកិច្ចជីវិតមហកម្មមើលញោមមើលគេដែរអានឹងជប់លៀងជីវិតគាត់មានន័យណាស់កូនបានមកថ្វាយអង្គមស្រោចទឹកដូចកើតម្ដងទៀតអញ្ចឹងណាញោម
ទី2និមន្តប្រសង់មកចម្រើនព្រះបរិត្តឲ្យគាត់បានត្រៃសរណគមនឹងស្ដាប់ព្រះបរិត្តនេះគេហៅថាចម្រើនបជនដោយអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មគឺព្រះបរិត្តជួយថែរក្សាជីវិតគាត់ខ្មោចព្រាយអមនុស្សដែលវាចងពៀជាមួយម៉ែឪយើងវាលែងចងពៀហើយដោយសារយើងខ្លាចជាកូនចៅព្រះដូចជាអាយុវឌ្ឍនកុមារអាយុតែ7ថ្ងៃទៀតសោះត្រូវស្លាប់ប៉ុន្តែឪពុកនិមន្តប្រសង់មកចម្រើនព្រះប្រសិទ្ធព្រះបរិត្តអមនុស្សដែលវាត្រូវយកនឹងវាលែងយកវាទុកឲ្យក្មេងនឹងរស់បានអាយុ120ណាខ្ញុំមើលឃើញដែរអញ្ចឹងខ្មោចព្រាយអមនុស្សណាចងពៀជាមួយម៉ែឪយើងគេដូរចិត្តឲ្យព្រោះយើងបានជូនម៉ែឪយើងឲ្យខ្លាចជាកូនចៅព្រះហើយកាន់សិលហើយណាញោមណាស្ដាប់ព្រះបរិត្តហើយនេះចម្រើនបជនដោយអាយុវឌ្ឍនកិច្ចអាយុវឌ្ឍនកម្មឯមួយទៀតចម្រើនបជនដោយអនុប្រទានកិច្ចអនុប្រទានកម្មគឺធ្វើបន់អបស្ទប់ជាមួយមានន័យថាយើងជួយគេជួយយើងឧបមាឃើញគេលងទឹកយើងជួយស្រង់ឃើញសត្វបាក់ដើមឈើសកត់យើងជួយដកឲ្យគ្នារស់ឃើញសត្វលងទឹកយើងជួយឃើញគេខ្យល់កខ្យល់ចាប់យើងជួយឃើញគេឈឺយើងជួយឃើញគេអត់បាយយើងជួយទៅគេរស់ស្រាប់តែយើងឯណែមានភ័យមានអសន្នចេះតែមានគេជួយយើងរហូតយើងរស់អានឹងហើយមានន័យថាអនុប្រទានកិច្ចអនុប្រទានកម្មជួយគេជួយយើងបានជាក្នុងទីនេះយើងដាំស្លបបោពពាកភេសជ្ជៈជូនបាយទឹកដល់ញោមញាតិដែលអញ្ជើញមកនឹងឲ្យគេហូបឲ្យគេពិសាទៅឲ្យជីវិតគេរស់បានអានិសង្សមកវិញជីវិតម៉ែឪយើងនៅរស់បានយូរណាញោមណាហើយកូនចៅយើងក៏រស់បានយូរបើដូច្នេះសំណាងហើយសូមជូនពរជូនជ័យកូនចៅបានធ្វើបុណ្យនឹងប្រពៃថ្លៃថ្លាណាស់សូមឲ្យលោកឪពុកអ្នកម្ដាយបងលោកឪពុកហួតគុជណាអ្នកម្ដាយអត់ហ៊ុនណារស់នៅឲ្យបានយូរជាមលុបដល់កូនចៅហើយសូមឲ្យកូនចៅរកទទួលទានមានបានកើតកាលវាលគុំកុំឲ្យស្គាល់ក្រកុំឲ្យស្គាល់លំបាកប្រពុតថាគ្រួសារណាដឹងគុណម៉ែឪគ្រួសារនឹងមេតាបិតកបដ្ឋានហ្នឹងអេតាមៀងកលមុតតមាំងគ្រួសារនឹងមង្គលដល់ដំមានសុភមង្គលប្រអិនថ្វាយគុំពីលើមកទេវតានឹងថែរក្សាគ្រួសារនឹងរស់នៅបានសុខបានសប្បាយហើយគ្រួសារណាមិនដឹងគុណម៉ែឪទេគ្រួសារនោះក្នុងតារាលោកថាវិនីកូនប្រុសស្រីណាមានទ្រព្យធនធានសម្រាប់ឈប់អីអស់ហើយនៅតែអង្គលីមីលទេមិនតឈប់ខំកាប់គេខំសម្លាប់គេខំធ្វើបាបគេនឹងរស់បានប្រហែលឆ្នាំបន្តិចទៀតខ្លួនឯងក៏ស្លាប់ដែរហ្នឹងវាមានជីវិតអមតៈអីគេក៏ចង់រស់យើងក៏ចង់រស់អង្គលីមីលស្ដាប់ធម៌យល់ទម្លាក់អាវុធចោលចូលបួសតែម្ដងនឹកថាអញហេតុតែចង់រស់ខ្លួនឯងមួយហេតុអីទៅសម្លាប់គេអស់រាប់ពាន់នាក់យកមើលកែប្រែមនុស្សកាចខួខើមួយឲ្យមកស្លូតចឹងអញ្ចឹងបានដូចក្នុងរឿងវិធុរបណ្ឌិតបណ្ណយៈដែលជាយៈសាហាវខួខើคล้ายទៅជាយៈកាន់សិល5ដោយសារប្រពន្ធនឹងនាងអេរន្តវតីហ្នឹងណាញោមដែលយើងតែងច្បាប់ស្រីថានេះបទកំណត់ចងជាភុជុងលីលាចងជាច្បាប់ស្រីកាលនាងអេរន្តវតីចរចាតាមប្តីគឺបណ្ណយៈសាហើយនាងវិមលាជាមេដាហ្នឹងក៏ផ្ដាយផ្ដាំកូនថាកូនត្រូវធ្វើអញ្ចេះមួយបតុនចិត្តប្តីនឹងទៅទីបំផុតប្តីនឹងទុនតាមប្រពន្ធមែនលែងធ្វើអំពើបាបកាន់សិលលិតជង្គង់ថ្វាយគុំអរគុណប្រពន្ធខ្ញុំបានប្រពន្ធនេះមួយល្អណាស់ខ្ញុំជាមនុស្សការជាមនុស្សខូខើគ្មានស្គាល់បុណ្យគ្មានស្គាល់បាបឥឡូវបែរទៅជាស្គាល់បុណ្យបាបដោយសារតែប្រពន្ធដឹកនាំខ្ញុំមើលឃើញដែរអូទាញមនុស្សបានច្រើនវិសាខាឯណោះសែបគប់ជាមួយជីតានាំមកវត្តមកបុណ្យមកទានជីតាប្រាប់ថាចៅឯងឃើញសាមណៈធំជាងគេចូលទៅគោរពទៅរាប់អានជាមួយចៅឯងនឹងខ្លាយទៅជាមហាសេដ្ឋីអ្នកល្បីជាងគេវិសាខាធ្វើតាមជីតាទៅសែបគប់ជាមួយព្រះខ្លាយទៅជាពុទ្ធឧបថៈរួចជាមហាសេដ្ឋីបញ្ចពិតកល្យាណីអាយុ120ហើយស្អាតស្មើនឹងចៅកមុំណាខ្ញុំណាបើដូច្នេះនាងខ្លាយជាអ្នកល្បីមួយដែរដោយសែបគប់ត្រូវជាមួយនឹងជីតាបណ្ណនាងមានមិត្តភក្តិមួយក្រុមគេអត់ដែលធ្វើបន់ធ្វើទានទេគេលេងតែដបស៊ីតចកេះតែហ្មងវិសាខានឹកថាអញបានមកសែបគប់ត្រូវនៅមិត្តភក្តិមួយក្រុមនោះអត់ព្រមមកវត្តមកវាមករកសិលទានក៏ទៅបបួលមិត្តភក្តិឲ្យមកស្ដាប់ធម៌មិត្តភក្តិមកលេងដាក់ដបម្នាក់មួយមកអង្គុយវាយវងពីមុខលោកទេខ្លែមតែហ្មងគេឲ្យទៅលោកទៅពួកយើងខ្លែមប្រជាជនមួយងាកទៅត្បូងមួយងាកទៅជើងគេខាត់ចាញ់អស់ខ្លះគេខ្ទប់ច្រមុះខ្លះគេខ្ទប់មាត់ដល់ចឹងវាអន់ខ្លួនអញមើលទៅដូចគេខ្ពើមអញគេមិនអង្គុយក្បែរគេមិនចង់មើលអញគេយកដៃខ្ទប់មុខខ្ទប់ច្រមុះអញ្ចឹងអញអន់មកដូចជាអន់ចូលក្នុងរូងបនគេដូចជាអន់ម្លេះអន់ដោយសារអីមកពីអញយកដបស្អីគេនឹងមកបានអន់អញ្ចឹងលបយកដបកវត្តចោលអស់មកអង្គុយធ្វើរឹកធ្វើពៀដូចគេដូចឯងបានមានតម្លៃមកវិញណាញោមណាអប់រំមនុស្សនឹងឲ្យចេះធ្វើបនមកវិញបានហើយអនាថបណ្ណកសេដ្ឋីឃើញកូនទៅដើរសែបគប់បងធំបងតូចខូចខលនឹកឃើញថាខូចពូចចង់អប់រំកូនជួលកូនឲ្យមកស្ដាប់ធម៌ហ្មងជួលឲ្យមកស្ដាប់ធម៌អាកូនក៏មកស្ដាប់ធម៌យកប្រាក់ឈ្នួលរាល់ថ្ងៃគ្មានបានចេះអីមួយម៉ាត់ទេមកស្ដាប់យកទៅលុយល្ងាចឡើងហៅទៅសួរគ្មានចេះទេហើយខ្លួនឯងទៅស្ដាប់នឹងបានន័យថាម៉េចបានន័យថាយកលុយល្ងាចមកបើកលុយថ្លៃស្ដាប់ធម៌ឪថាឥឡូវឪថែមឲ្យកូនឯងស្ដាប់ឲ្យចាំបានមកគាថាឪថែមលុយឲ្យឧបមាថារាល់ថ្ងៃបាន100ថ្ងៃហ្នឹងឲ្យ1000មែនទេមែនណា
mau sedap vô men ten sedap tới lư lục tê than trắng chăm bàn mà kia thái là nghịch đang bàn mà pòn ấy tại đó tia lôi mà pòn mà thả thế còn anh sâu đây sedap sân mà anh sâu chăm sedap chăm mới sâu thì nè gì lục thả đi luôn mấy anh tham tranh sao họ bên chẳng khamiên bàn thế mặt bàn mà pòn năng thế tới sedap mà đông tiết rồi mong ngày này sẽ đọc bán cả của bóng 200 mà lấy 800 mau lực ní sẽ đọc mất prai men tên sẽ đọcยูsẽ tập nhẹ luôn bớt anh ở bên khoa hay son này miền bích miền đây miền tia miền trọp sầm bắt miền ở khoa nè bằng rơi cho anh sẽ đâm của mình khoa anh khoa xây từ anh khoa côn là thò ta bốc trong này anh miên côn là thò mũi tiếp bữa anh miên côn là thò khai chi mà nuôi lo mà nuôi trầm tới từ anh từ thua sẽ thấy cục rong trọp sầm bát bán từ anh thua chỉ nè đặt non sọc tê ai cần cả cách càng nghe sọc giang ban từ bữa anh miên côn là thò tí trọp sầm bátประมาณก็từ bằng hành đâyนะโยมนะtừ đặt non bát tê chết nonไปkhôi tê bốc khơi anh khoa côn là thò ta ban nói anh màดับthò anh chẳng chul cài prai pi mà nuôi học màu là nè hai thòปันnày đây làมาtrong bằng hành ta phải thò năng miênประยาวchẳng ban chỉ lưuอาจารย์ท่าในสำล้อบัลวิจิเมระบบสำล้อสกอวิจิเมระบบปังไอมนะโยมนะแต่ยังถือบอลนั้นเมียนปะทอเตสนานังให้เชียจุ่มในเชียเครื่องอุปถากะมวยยังสุดที่เอาเชียคลาเนี่ยจำจุกจำมอนตีก็เอาจุ่มในบานทอดโยมcho nhôm chiều ba sậu ba sự ca ra xa sal pram trăm sal phẩm bảy nhôm đàn ao chùm này để ọtแต่มันเอาchùm nàyประหยัดsalยังสกอมประหยัดแต่สลปรำสบายกระดอบจังสลใบในแต่สบายกระดอบจังสกอมสกอมบ้าแล้วจ้องเอาจำในสลไรทั่วไม่สดับทอทอมาซากระชาซอนตเนียทอนั่งให้จีจำในระบบสลจังเนี่ยกันสลกันเตียนทั่วบนนั่งเมียนเปรตทอนั่งให้คือจีจำในทั่วบนยังถอดทั่วบนยังทุ่มทั่วเอาสลยังทุ่มนะโยมนะเบื้องใหญ่ตามภาษาโลกอาจารย์มันสมบัยโยมทั่วบนเปิลยุบเปิลไงได้ละเขาเลี้ยงรอยยุบได้บ่อดเมียนลกเตะได้บอลเมียนไหนโยมเชื่อได้ตอนนั้นบอลมาประกาศได้บ่เมียนลกเตะด้วยทั้งกระทอมันนะโยมใหญ่ตามอยละห้องกุยจางสดับทอนี่ประกาศนี้บัสันจิตโดกับอยเมียนลกเตะดักกระตรมมันจะให้ใหญ่ต่อใหญ่ตัวรวมกระตรมกระเตรียเงี้ยกระเตรียรอมตรอมได้ยอดด้วยมาเส้นพองจังพายยิมบานมันรู้พนังเมาได้เมื่อแต่มันเมาได้หรือแต่รวมกระตรมเชลละกลัดจะได้แต่โค้งได้สดได้อ้อละไอ้ดาวซาเมียนปะทอเตสนาบานใหญ่ตาเมาได้จังทอมาเตียนชเนี่ยอเตียนถึงพวงทอมารู้ชเนี่ยรู้ถึงพวงเกตสดับทอเมียนเนียงมันเนี่ยชั่วโมงเนียงขจุตราขน้องกมในบังเริญลงทุ่มลุยกี่รอไงหน้าก็ลุยเกปลาเอาตึกซาลุยดังตะเกงคลาเอาตึกติงมาหอบติงปลายติงปากกาเกงเราเกปลาเอาตึกติงปากกาเนียงเกงลุยตกคลาติงคลาดอลเป็นไงมุ้ยเป็นทัวตำนาดาวเตอสาสลับแต่เคยเกตสลับทอนร้อนก็ซัวเกไอ้เกตนาน้องแต่สลับทอเขาเคยในเกตสลับทอร้อนไงนั่งมีนไปยาวไซแต่สลับทอน้องอ่ะไอ้เบียร์ไปเตสลับตะบานไปยาวใหญ่ใหญ่ตากอดท่าเบอร์เนียงจ้องดังเตอมาเพลสันเตอขยมตัวติงกาตาแต่สลับมาเพลไปจำตัวติงไปจ้องดังขยมดังเบาะสายทำไมเตใหญ่ตากอดดังทะลุติรู้ว่าปนอยใหญ่ตามลุกดังทำไมเจ๊จังไปจ้องดังสลับตัวไหนเนี่ยnhưng nó ở bởi trong khi chúng ta đạp kia mình tính mất lừa từ kia để đạp rồi ngay anh đã bàn từ đạp sót thò thằng châu mong coi đạp kia tới đạp thì vô châu plut nhẹ luôn plut vô làm pi mà nu đây là mà trong sầm đai prap nhôm nhiệt không cam thì bòn đấy tham mà nu miền pramประเภทbởi nhưng cái lấy mưa mà plei tới không ruộng đấy mà nu miền pi ประเภทคือมนุษย์เพราะนั่งมนุษย์ใส่ให้bởi nhưng cách pi cài ruộng với miền bay ประเภทเพราะมวยใส่มวยตือมวยเทียดปนเบอร์ยังกึศต่างอ้อตามศาสนามนุษย์เมียนปรามประเภทมนุษย์ไอ้ขล่ะตีมวยเกหาธามนุษย์เนรยิกาวมนุษย์นรูปเรียงกายชีมนุษย์ปันได้กระปงแต่ประทอเตยนรูปฏิกับปฏิไวอดเมนทออดเมนเมตามันสกอลเมตดาใบดามันสกอลอาจามันสกอลมาซองไอเต้ดังตะคังดังตะบัวไม้ขดายกระหายเพลิงนรูลายมัดรูมุกแอลกอฮอล์เรามาเราหายมนุษย์นี่อัดเจ็บเพื่อบอลซอนเตียนเพื่อเต็มเพื่อบาปอนาคตเตยหนึ่งเตยนรูเว้นเกี่ยหายทำมนุษย์เสน่ห์เรียยิกาวอะไรตอนเตยได้เป็นกระปงเรียบจอมเตยมนุษย์ตีปีมนุษย์สัตว์เดรัจฉานเน่ามนุษย์สัตว์เดรัจฉานเน่าคือมนุษย์จีแปรจีสัตว์เดรัจฉานรูปเรียงกายจีมนุษย์แม่นโยมก่อปันไตกระปงเต็นซอมเป็นตุกดาวใบตึกการจีสัตว์เดรัจฉาน
ម៉ែឪខំបកើតបង្ហាត់បង្រៀនព្រៀនបដៅចាំទល់រស់ប៉ុណ្ណាណីស្រាប់តែអត់បានចាំម៉ែឪវិញអត់នឹកគុណដល់ម៉ែឪវិញមិនដឹងថាអស់បាយម៉ែប្រមាណចានម្នាក់មិនដឹងថាអស់លុយម៉ែប្រមាណរៀលម្នាក់ហើយអស់ខោអាវម៉ែប្រមាណដុំម្នាក់អស់ថ្នាំប្រមាណគ្រាប់ម្នាក់តម្រាំរស់មកប៉ុណ្ណឹងអញ្ចឹងម៉ែឪខំខ្លាំងណាស់ដល់ទៅពេលយើងម៉ែឪចាស់ខ្ចីលុយកូនតែ200000ល្អូអូយល្អូមកលោះឲ្យប្របាក់សពគ្រប់កូនច្រើនជួនកាលប្រចាំតែគ្នាម៉ែមួយចាំកូន10រស់កូន10ចាំម៉ែមួយប្រចាំតែគ្នាហើយក៏មិនសូវដឹងគុណម៉ែមិនសូវដឹងគុណឪវាហាក់ដូចជាសត្វដេរឆានដែលអត់ដឹងគុណម៉ែឪទៅដោះស្លាប់ហើយចោលណាអត់បាយអត់ទឹកអត់ខ្វល់មកលោះហើយមនុស្សដែលមិនដឹងគុណម៉ែមិនដឹងគុណឪនោះត្រៀមខ្លួនទៅកើតជាសត្វដេរឆានបានគេហៅថាមនុស្សសត្វដេរឆានមកមនុស្សទី3គេហៅថាមនុស្សសប៉ែតោមនុស្សជាប៉ែតឥឡូវហ្នឹងមនុស្សក៏ប៉ុន្តែគេកំពុងតែសំពិន្ទុតែគ្រប់ពិន្ទុបានទៅប្រែដែរចិត្តបានជោគជ័យគឺសំដៅទៅលើមនុស្សលួចខ្វះមុខខ្វះក្រោយរត់នៅកាពះប្រប៉ុណ្ណត្រឡោកដងរមចេះឆ្អែតសោះលួចឯងតាំងពីមន់ពីទាពីឆ្កែពីឆ្មាពីចំការពីស្រូវពីស្រែអ្នកស្រុកអ្នកភូមិផ្លែឈើបន្លែបកាយូខ្ជិលទាំងដាំម្ទេសខ្ជិលទាំងដាំជីដាំមិនចាំទៅលួចគេហ្មងណាដើរតាមភូមិណាប់បាត់ស្បែកជើងភូមិនោះបាត់ឯទាំងឆ្នាំងបាយជ្រូកបាត់អីអស់ចូលវត្តមិនស្រួលបាត់ទាំងចានបាត់ទាំងឆ្នាំងវត្តដូច្នេះមនុស្សនេះអត់គិតរឿងបាបរឿងបុណ្យនេះឲ្យតែផ្ទះដៃលួចឲ្យទាំងអស់ទៅតាមស្រែតាមចំការឃើញខ្ទមស្រែមិនស្រួលអាស្នាច់បាច់ទឹកក៏យកអាម៉ាស៊ីនបូមទឹកក៏យកអាស្អីគេក៏យកដែរអាក្អមទឹកគេទុកប្រើក៏យកដែរហើយអត់មានគិតរកខ្លួនឯងទេគិតតែប្រឹងដើរលួចមនុស្សនេះកាពះតូចមែនប៉ុន្តែដូចខ្វះរហូតរមមិនចេះគ្រប់កាពះខ្លួនឯងមិនសមពូជខ្វះបានគេទៅកើតជាប្រែតអត់ចំណីអាហារដើររមមិនចេះឆ្អែតនឹងម្ដងណាញោមណានេះមនុស្សប្រែតមនុស្សទី3រួចហើយមនុស្សទី4គេហៅថាមនុស្សស័កមនុស្សសោរូបរាងកាយជាមនុស្សក៏ប៉ុន្តែគេសំធម៌សម្រាប់មនុស្សគេនឹងកើតជាមនុស្សទៀតគឺមនុស្សដឹងគុណម៉ែឪមនុស្សចេះគោរពច្បាប់មនុស្សចេះគោរពអ្នកជិតខាងមនុស្សមានសិលធម៌មានសុជីវធម៌នៅក្នុងខ្លួនដឹងបន់ដឹងបាបដឹងគុណទោសខុសត្រូវគោរពចាស់ទុំតកូលរៀមច្បងធ្វើល្អសង្គ្រោះចេះចិញ្ចឹមកូនចេះចិញ្ចឹមម៉ែចិញ្ចឹមឪមនុស្សនេះសមជាមនុស្សគេនឹងឲ្យកើតជាមនុស្សបន្តទៀតគេហៅមនុស្សស័កមនុស្សសោឯមនុស្សមួយទៀតគេឲ្យឈ្មោះថាមនុស្សទេវោរូបរាងកាយជាមនុស្សទេញោមហើយប៉ុន្តែឥឡូវកំពុងសំធម៌ទេវតាបន្តិចទៀតផុតពីមនុស្សទៅកើតជាទេវតាហ្មងសំដៅទៅលើមនុស្សណាមនុស្សមានសិល5មានសិល8មនុស្សដឹងគុណម៉ែឪមនុស្សចាំម៉ែចាំឪគោរពតកូលរៀមច្បងមនុស្សនេះមានសទ្ធាមានសីលៈមានចក្ខៈមានបញ្ញានៅខ្លួនមនុស្សនេះឥឡូវហ្នឹងមនុស្សនេះប៉ុន្តែផុតទៅទេវតាហ្មងគេហៅថាមនុស្សទេវោរីឯអ្នកដែលលួចគេរបស់គេកើតមកជាមនុស្សហើយមានដៃមានជើងហើយទៅយករបស់គេអនាគតទៅនរកទៅប្រែតទៅដេរិឆានផុតមកកើតជាមនុស្សជាខ្ញុំបង្រើគេរាប់លានសែនឆ្នាំរួចរស់ស៊ីបានបន្តិចបន្តួចចោលលួចទឹកលិចភ្លើងឆេះឃើញតែចាញ់បោកគេឃើញតែបាត់បង់ហិនហោចអស់ទ្រព្យសម្បត្តិរមមានអត់រួចទេក្ររហូតកុំថាឡើយជួយសង្គ្រោះចែកលុយឲ្យរាប់លានក៏ដោយញោមចាយបានតែពី3ថ្ងៃអស់ហើយលីងទៀតហើយព្រោះវាក្រតាំងពីកំណត់អត់ចេះគិតធ្វើដៅទុនរស់ស៊ីអីទេបើបានលុយចាយបង្ហើយទៅមកដូច្នេះហើយអ្នកដែលលួចរបស់គេនេះវាខ្ញុំបង្រើគេរាប់លានសែនឆ្នាំស្រួលវាមិនតន់អស់ជាតិកើតទៅជាឆ្កែយាមផ្ទះឲ្យគេដើម្បីដោះថ្លៃជាពាក់កើតទៅជាឆ្មាកើតទៅជាគោក្របីអូសអាទេសឲ្យគេដើម្បីដោះថ្លៃជាពាក់ស្រាប់តែនាងមិញនេះមកអង្គុយស្ដាប់ធម៌យល់ហីអញលួចគេរាល់ថ្ងៃនៅជាមួយលោកស្រីគេលុយលោកស្រីរាល់ថ្ងៃអូអញយល់ហើយអញចិត្តនឹងខ្ញុំបង្រើគេអញ្ចឹងពីមុនមកមានតែអញធ្លាប់លួចគេដែរហើយឥឡូវអញក៏ទៅលួចតទៀតដែរអូបើអញ្ចឹងអនាគតទៅអញខ្ញុំបង្រើគេមកអាយុទៀតហើយអូភ្ញាក់ខ្លួនព្រឺតលែងលួចទៅមកសម្រាប់សោតតាពេលហ្នឹងថ្វាយអង្គមលោកលាចេញទៅទិញផ្កាលុយប្រហែលទិញឲ្យទាំងអស់មកដល់ជាវាយឆ្ងល់ហ្មងនាងរាល់ថ្ងៃឲ្យលុយប៉ុណ្ណឹងដែរបានផ្កាបន្តិចចុងឯហ្នឹងមិនក៏បានក៏ច្រើនម្លេះព្រោះមិនក៏នាងមកស្រស់ម្លេះនាងថារាល់ថ្ងៃមកពីខ្ញុំលួចខ្ញុំកេងថ្ងៃហ្នឹងមកពីខ្ញុំលែងលួចខ្ញុំមុខស្រស់មកពីខ្ញុំបានស្ដាប់ធម៌ហាហិចធម៌ហ្នឹងធ្វើម៉េចបានជានាងមុខស្រស់ហើយម៉េចធម៌ហ្នឹងធ្វើម៉េចបានជានាងកែប្រែលែងចេះលួចអញ្ចឹងមើលនាងសម្ដែងឲ្យខ្ញុំស្ដាប់មើលធម៌ហ្នឹងម៉េចនាងនឹងណាធម៌មានតម្លៃណាស់បើចង់ឲ្យខ្ញុំសម្ដែងដាក់ក្រែឲ្យខ្ញុំអង្គុយមកដាក់ក្រែឲ្យអង្គុយជាវាយអ្នកអង្គុយស្ដាប់ធម៌កូនឈ្នួលឡើងលើក្រែសម្ដែងឲ្យស្ដាប់ទៅយល់ដឹងបនដឹងបាបគប់គោរពគ្នាលែងកេងលែងលួចគ្នាទៅកែប្រែមនុស្សខូចមួយមកល្អទៀតដែរយើងមើលឃើញណាហើយចឹងបានយើងយល់ឥឡូវយើងយល់រឿងហ្នឹងហើយមួយទៀតថាបើសិនជាកូនមិនទៅដឹងគុណម៉ែមិនទៅដឹងគុណឪទេគេថាអនាគតទៅនឹងទៅជាដេរិឆានឥឡូវកូនយើងដឹងហើយដឹងគុណម៉ែដឹងគុណឪធ្វើបុណ្យទូនីតិរបស់ខ្លួនដែលពុទ្ធទ្រង់សម្ដែងទាំង5យ៉ាងទូនីតិរបស់កូនល្អហ្នឹងមកពីប្រពបរោះម្នាក់ដែលមិនដឹងទិសមិនដឹងតំបន់ញោមញាតិតែលើគេជេរអាមិនដឹងទិសហ្នឹងណាអាមិនដឹងទិសអាមិនដឹងតំបន់អ្នកក្មេងពីដើមបើគេជេរអញ្ចឹងដឹងប៉ុន្តែក្មេងឥឡូវនេះពិបាកណា
ព្រោះក្មេងពីដើមខុសពីក្មេងឥឡូវក្មេងពីដើមចាស់អស់ហើយក្មេងឥឡូវនៅចាស់ពីដើមក៏ខុសពីចាស់ឥឡូវដែរចាស់ពីដើមស្លាប់អស់ហើយចាស់ឥឡូវដល់ស្លាប់ទេចាស់ពីដើមគាត់ជេរក្មេងៗថាមិនដឹងទិសមិនដឹងតំបន់អូមកប៉ុណ្ណេះក្មេងយកទៅស្ដាប់ឈឺក្បាលប៉ុន្តែក្មេងឥឡូវនេះបើយើងជេរមិនដឹងទិសមិនដឹងតំបន់វាសោយទៀតហាខ្ញុំបើក Google ដឹងទិសដែរហើយគេចេះបើក Google បើចឹងគេដឹងដែរយើងចាច់ទៀតតាមពិតមិនដឹងទិសហ្នឹងបើយើងមិនដឹងទិសតែគេជេរមកវាមានន័យធ្ងន់ណាស់ន័យថាម៉េចបរោះម្នាក់នោះគាត់ទៅថ្វាយអង្គមទិសទាំង6ពុទ្ធយើងមកដល់ក៏សួរមនាលមាននុកណែឯងធ្វើអីហ្នឹងមានសក់មានមុខទៅទឹកជោគអញ្ចឹងនៅក្នុងសកិលកៈសោតប្រសោតយើងហ្នឹងបរោះថាខ្ញុំរាប់អានពីឪពុកផ្ដាំថាបើកូនណែបើឪពុកស្លាប់ទៅកូនឯងកុំភ្លេចថ្វាយអង្គមទិសទាំង6ឥឡូវឪពុកស្លាប់ហើយបានជាខ្ញុំមកថ្វាយអង្គមទិសទាំង6តាមពីឪពុកនឹងរាល់ថ្ងៃបានព្រះអង្គថាមិនមែនអញ្ចឹងទេមាននុកឪពុកចង់ផ្ដាំថាអត់ពីឪពុកទៅកុំឲ្យកូនប្រព្រឹត្តអបាយមុខ6យ៉ាងលបែងស្រីស្រាពីលាភ្នាល់គ្នាដើរលេងហួសពេលវេលាខ្សែគប់បាបប្រមិតបើកូនវាចាអា6នឹងបានទ្រព្យសម្បត្តិកេអកដែលឪពុកចែកឲ្យនៅថាត់ថេរហើយដូចឪពុកនៅរស់ជាមួយកូនអញ្ចឹងប៉ុន្តែបើកូនទៅប្រព្រឹត្តលបែងទាំង6យ៉ាងនេះហើយហាន់ហោចអស់ដូចឪពុកទៅឆ្ងាយហើយមានទោសច្រើនយ៉ាងឧទាហរណ៍ដូចជាដើរលេងហួសពេលវេលាទៅជន់ដានជើងចោលទៅបង្កទំនាស់ហាន់ហោចទ្រព្យសម្បត្តិចោលលួចទឹកលិចភ្លើងឆេះខ្លួនឯងធ្លាក់ខ្លួនឈឺជន់ជំងឺចូលផ្ទះដេកមិនគ្រប់មិនគ្រាន់សុខភាពក៏មិនល្អអន្តរាយគ្រប់យ៉ាងបានព្រះអង្គបញ្ជាក់ថាមនាលមាននុបទិសទាំង6ហ្នឹងគេរាប់អញ្ចេះគេឲ្យកូនសង្គ្រោះដល់មនុស្ស6ក្រុមនៅជុំវិញខ្លួនទី1ក្រុមទិសខាងកើតគេហៅថាទិសមេដាបៃតាទិសខាងត្បូងទី2គេហៅថាគ្រូអាចារ្យទិសទី3ខាងលិចគេហៅថាបុត្រភរិយាទិសខាងជើងទី4គេហៅថាមិត្តសម្លាញ់ទិសខាងលើទី5គេហៅថាសាមណៈព្រាហ្មណ៍ទិសខាងក្រោមគេហៅថាទិសសកម្មករគេឲ្យសង្គ្រោះដល់មនុស្ស6ក្រុមហ្នឹងទិសខាងត្បូងរៀនមានចំណេះពីគ្រូណាមកដឹងគុណគ្រូនងផងបើគាត់ចាស់ជួយគាត់បើគាត់ស្លាប់ធ្វើបុណ្យឲ្យគាត់ផងទិសខាងលិចបុត្រភរិយាបើគ្នានៅរស់សង្គ្រោះតាមរស់បើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យផងទិសខាងជើងមិត្តសម្លាញ់ធ្លាប់រាប់អានគ្នាបើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យផងទិសខាងលើជាសាមណៈព្រាហ្មណ៍ធ្លាប់គោរពរាប់អានអង្គណាដែលលោកសកុតហើយធ្វើបុណ្យឲ្យលោកផងទិសខាងក្រោមទិសសកម្មករគ្នាតូចតាចជាងយើងបើគ្នាស្លាប់ហើយធ្វើបុណ្យឲ្យគ្នាផងឯទិសខាងកើតជាទិសមេដាបៃតាគេឲ្យកូននឹងចាំម៉ែឪថាតោនេសង្ឃរេសាមិពីមុនគាត់ធ្លាប់ចាំយើងឥឡូវគាត់ចាស់យើងចាំវិញកិច្ចចាំងនេសង្ឃរេសាមិបើម៉ែឪមានកិច្ចរវល់សម្រាប់ផ្អាកការងារយើងមកជួយគាត់សិនមកគាត់ระวังសង្ឃតបេសាមិពូជម្បោគាត់ធ្លាប់គោរពបប្រតិបត្តិអាម៉េចថែអាសាពូជគាត់កុំឲ្យធ្លាក់ចុះទាយាជាងបដិបច្ជាមិប្រតិបត្តិថែរក្សាទ្រព្យមរតកដែលគាត់ចែកឲ្យកុំចេះតែបំផ្លិចបំផ្លាញឲ្យខ្ទេចខ្ទីអីនេះបើគាត់នៅរស់មានន័យថាជូនបាយទឹកនំចំណីត្រីសាច់សពុតសៅអាវស្បៃបច្ច័យលុយកាក់ប្រាក់កាសដល់គាត់ទៅហើយចុះបើម៉ែឪស្លាប់បាត់បង់ដោយពេលនេះអញ្ចឹងបានព្រះអង្គថាបើម៉ែឪស្លាប់បាត់បង់ទៅហើយមានមួយទៀតតេខេណាំងអនុបទាសាមិឲ្យកូនចៅធ្វើតេខេណានុបទានឧទ្ទិសទៅឲ្យនេះបានគេហៅថ្វាយអង្គមទិសខាងកើតមានន័យថាបើម៉ែឪនៅរស់អញ្ចឹងគាត់បើគាត់ស្លាប់ទៅធ្វើបុណ្យឲ្យគាត់ឯងអត់ដឹងខំទៅថ្វាយអង្គមមែនតែនខ្មោចឪពុកអត់បាយរហូតហូបទៅកូនទៅថ្វាយអង្គមគ្មានបានធ្វើបុណ្យឲ្យផងបានប្រពុតទៅបំភ្លឺយល់ថាអូថ្វាយអង្គមទិសហ្នឹងទិសខាងកើតហ្នឹងគឺចាំម៉ែឪបើម៉ែឪស្លាប់ឲ្យធ្វើបុណ្យឲ្យចេះតាឯងអត់ដឹងខំមកទៅថ្វាយអង្គមមែនតែនអញ្ចឹងអ្នកដែលមិនដឹងទិសទាំង6ហ្នឹងឯងគេជេរថាមិនដឹងទិសហ្នឹងណាញោមណាហើយបើគេជេរថាមិនដឹងទិសហ្នឹងមានន័យថាយើងមិនចេះដឹងគុណគ្រូមិនចេះដឹងគុណម៉ែឪមិនចេះដឹងអីទាំងអស់អាហ្នឹងដូចថាអត់ដឹងអីទាំងអស់ដូច្នេះឥឡូវយើងដឹងបើគេជេរថាមិនដឹងទិសយើងដឹងបានជាយើងធ្វើបុណ្យតេខេណានុបទានជូនទៅហ្នឹងញោមហើយតេខេណានុបទានតាមឧទ្ទិសតាមហុចតាមជូនតាមថ្វាយនិយាយឲ្យងាយយល់ងាយស្ដាប់តាមភាសាសម័យឥឡូវថាផ្ញើសហុយបញ្ជូនទៅឲ្យម៉ែឪបុណ្យតេខេណានុបទានហ្នឹងគឺកម្មវិធីផ្ញើសហុយទៅឲ្យម៉ែឪសហុយហ្នឹងស្អីគេបុណ្យហ្នឹងស្អីគេអាប្រគេនចង្ហាន់ប្រគេនអីសពបែបយ៉ាងសុទ្ធធម៌សុទ្ធអីហ្នឹងបានជាបុណ្យយើងឧទ្ទិសបុណ្យទៅឲ្យគាត់បើគាត់បានបុណ្យហ្នឹងហើយគាត់នឹងបានរបស់ទឹកគាត់ចង់បានអីបានហ្នឹងអូអញ្ចឹងតេខេណានុបទានហ្នឹងគឺកម្មវិធីផ្ញើសហុយទៅឲ្យម៉ែឪយើងណាញោមណាហើយចុះបើគេផ្ញើតាមវិញតាម e-money true money បានអីអត់ថាស្រុកខ្មោចហ្នឹងមិនទាន់មាន e-money ទេនឹងគាត់ទៅបើកឯណាទេដូច្នេះមានតែតាមផ្លូវមួយបែបគឺតេខេណានុបទានគេធ្វើតេខេណានុបទានហ្នឹងគេធ្វើគេផ្ញើរបៀបម៉េចបើគេផ្ញើតាមធនាគារគេផ្ញើមានអង្គ3ទី1គេដាក់លុយចូលអ្នកផ្ញើវិញផ្ញើ e-money ហ្នឹងទី2គេប្រាប់លេខកូដទៅអ្នកទទួលទី3អ្នកទទួលនឹងត្រូវតែមកដកបានហើយផ្ញើទៅអ្នកស្លាប់ដូចគ្នាទី1ម្ចាស់បុណ្យចូលប្រគេន
អានឹងគេហៅថាដូចដាក់លុយចូលធនាគារទី2ម្ចាស់បុណ្យអ្នកឧទ្ទិសទៅអ្នកស្លាប់អានឹងដូចប្រាប់លេខកូដពីព្រោះខ្មោចមានរាប់លានខ្មោចបើយើងមិនឧទ្ទិសឲ្យចំតើឧទ្ទិសឲ្យខ្មោចមួយណាព្រោះមនុស្សមានប្រមាណលានខ្មោចមានប៉ុណ្ណឹងលានដែរហើយចុះសត្វប្រមាណលានទៀតសុទ្ធតែខ្មោចទាំងអស់យើងឧទ្ទិសឲ្យខ្មោចណាអញ្ចឹងបានគេឲ្យយើងឧទ្ទិសឲ្យចំម៉ែឪដូនតាយើងមកព្រោះយើងមិនដឹងថាមនុស្សស្លាប់ទៅនោះប្រមាណអ្នកទេយើងសុំឧទ្ទិសជូនញាតិយើងទៅចុះណាញោមណាអានឹងដូចបានលេខកូដទៅគាត់ប្រាប់លេខកូដចំឈ្មោះគាត់ហើយទី3គាត់មកដកយកអានឹងគេហៅថាម្ចាស់បុណ្យចូលប្រគិនពោជនីយសម្បទាដល់ព្រមដល់បកុលគួរបូជាជូនយាយជូនតាជូនអាចារ្យប្រគិនប្រសងសង្ឃាមិសុបតតិតាទីជាការនឹងឧទ្ទិសអ្នកទាយុអ្នកឧទ្ទិសមិនមែនអាចារ្យអ្នកឧទ្ទិសទេអាចារ្យគ្រាន់តែជាគ្រូបង្រៀនឲ្យយើងថាតាមទេបើយើងមិនចេះឧទ្ទិសថាតាមអាចារ្យពេលអាចារ្យវេទៅតាអាចារ្យវេមិនថាតាមគ្មានន័យទេមុននឹងវេគេឲ្យសមាទានសិលគឺគេឲ្យកូនចៅម្ចាស់ទាននឹងសមាទានសិលហើយបើកូនចៅមិនសមាទានសិលមកតែយាយតាពីជើងពីត្បូងមកសមាទានសិលកូនចៅអត់ថាតាមផងអត់ន័យដល់តែគេវេឲ្យកូនចៅថាតាមកូនចៅមិនថាតាមថាតែយាយតាអ្នកចម្ងាយអត់ន័យដូច្នេះហើយបានជាគេឲ្យសមាទានសិលផងគេឲ្យវេផងហ្នឹងគឺគេបង្រៀនកូនឲ្យចេះធ្វើបុណ្យហើយដល់អង្គទី3គាត់នឹងគាត់មកអនុមោទនាទទួលយកចុះបើគាត់មិនដឹងទេបានអាចារ្យគាត់យ៉ាងកញ្ញិមនីយេទេវតាទេវាគាត់ស្វាននិវេទយងបន្ទិកសលផលបនជូនទៅផ្ដាំតាមទេវតានាំដំណឹងទៅប្រាប់គាត់ត្រេកអរទទួលបានដូចគ្នាណាញោមពីដើមយើងគោរពរាប់អានព្រលឹងដូនតាអ្នកខ្លះដាក់សំណែនសែនព្រានតែមិនក៏ដាក់ទៅឲ្យតែខាងបានប៉ុន្តែក្រោយពីពុទ្ធត្រាស់ដឹងឡើងព្រះអង្គពិចារណាមើលឃើញកំណើតខុសៗគ្នាកំណើតអសូរកាយប្រែតមួយចំនួនអាចទទួលផលគេដាក់សែននឹងអាចយកបានមែនប៉ុន្តែកំណើតមួយចំនួនមិនអាចយកបានទេបើជាកំណើតប្រៈតតោបជីវីអ្នកស្លាប់ទៅនោះមិនអាចទទួលផលសំណែនសែនព្រានដាក់ទៅនឹងផ្ទាល់បានទេតលតែឧទ្ទិសតាមរយៈប្រសង់ឬអ្នកមានសិល5សិល8ក៏ដោយតលឧទ្ទិសតាមអ្នកមានសិលមានរឿងរ៉ាវជាច្រើនជាផុសតាំងបញ្ជាក់មកហើយបរោះម្នាក់គាត់ជាថៅកែនិងជនជាតិចិនគាត់ស្លាប់ទៅកើតជាប្រែតឈ្មោះប្រៈតតោបជីវីស្រាប់តែគាត់ឃ្លានចំណីអាហារអត់ទាន់បានមកកើតជាមនុស្សក៏មកបញ្យល់សពប្រាប់កូនថាកូនអើយជួយឪពុកផងឪពុកឃ្លានណាស់តាំងពីស្លាប់មកមិនដែលស្គាល់រសជាតិចំណីអាហារទេកូនលឺតែអញ្ចឹងអាណិតឪពេកដាំបាយទៅដាក់ឲ្យហូបភ្នោពុកអើយខ្ញុំបានទ្រព្យសម្បត្តិមានបានដោយសារពុកឥឡូវនេះឡើងជាថៅកែហើយបើអញ្ចឹងពុកអត់បាយមិនកើតទេពុកហូបពិសាចុះដាក់បាយឲ្យជុំវិញភ្នោឲ្យហូបឪពុកយកអត់បានសោះប៉ះទៅមិនបានយកទៅមិនបានយប់ឡើងមកបញ្យល់សពប្រាប់ទៀតឪពុកឃ្លានណាជួយឪពុកផងកូនឪពុកឃ្លានបាយមិនដែលបានចំណីអាហារទេតាំងពីពេលស្លាប់មកកូនដាំយកទៅដាក់ទៀតដាក់រាល់ថ្ងៃតលទៅផ្អូមជូរពេញភ្នោសិតតែបាយនៅតែឪពុកយកអត់បានមកបញ្យល់សពប្រាប់កូនថាឃ្លានណាស់កូនអើយជួយឪផងកូននៅបើឆ្ងល់ថាចុះដាក់ឲ្យហូបទៅក៏មិនយកទៅឲ្យកូនធ្វើម៉េចឥឡូវនេះថ្ងៃនេះបានបាយបន្តិចបាយទៅមួយចានមើលទៅមិនបានទៅខ្លួនឯងទេប្រើអ្នកបម្រើនេះអ្នកអាបាយយកបាយទៅឲ្យឪយើងបន្តិចអ្នកបម្រើកាន់បាយមួយចានដើរទៅដល់កណ្ដាលផ្លូវស្រាប់តែមេឃវាភ្លៀងចូលជ្រកនៅសាលាឈរទៀនមួយញោមមេឃហ្នឹងមិនព្រមរាំងភ្លៀងឯងដល់ថ្ងៃត្រង់ហើយមានលោកមួយអង្គទៅបិណ្ឌបាតទៅឯណាមិនរួចលោកមេឃភ្លៀងចូលជ្រកនឹងដែរហើយផ្លូវក៏នៅឆ្ងាយបាយក៏តិចទឹកក៏លិចអស់ភក់ល្បាប់អ្នកបង្រើគេនឹងថាអញហើយគេឲ្យយកបាយទៅឲ្យឪគេហើយឥឡូវមិនទាន់បានទៅដល់ភ្នោមេឃភ្លៀងលិចផ្លូវអស់ហើយឥឡូវផ្លូវក៏នៅឆ្ងាយបាយក៏តិចទឹកក៏លិចអស់ធ្វើម៉េចទេប្រញាប់ទៅធ្វើការផ្ទះផងមើលទៅថ្ងៃត្រង់ហើយងាកមកលោកក៏មិនដឹងទៅបិណ្ឌទៅណាទេលោកទៅដាច់ចង្ហាន់ណាមេឃភ្លៀងរហូតចឹងស្រាប់តែគាត់បែកគំនិតទេឮគេថាដាក់ចង្ហាន់លោកអញ្ចឹងបានដល់អ្នកស្លាប់ដែរលោកមើលឆ្វេងស្ដាំមើលទៅគេមិនឃើញទេដាក់ចង្ហាន់លោកម្ដងគេមិនដឹងទេកងអើយកងទៅមិនដល់ភ្នោទេដាក់ចង្ហាន់លោកម្ដងហើយកងឯងមកទទួលផងគេថាអញ្ចឹងដូចអត់ទិសដែរណាញោមដាក់ហើយក៏មកធ្វើការងារផ្ទះធម្មតាដូចអត់ដឹងរឿងអីចឹងស្រាប់តែដេកយប់ហ្នឹងកំពុងតែខ្ចប់ខ្លួននៅកណាត់លក់ស្រួលគេមកដាស់តបើថៅកែចង់ជួបឯណោះញ័រខ្លួនទៅត្រឹករឿងស្អីចេះម្សិលមិញគេឲ្យយកបាយទៅឲ្យឪគេអញយកទៅដាក់ចង្ហាន់លោកតិចណាលោកមើលឃើញមកទូពិតថៅកែរករឿងដាច់ញ៉ាញ់ចាញ់ហើយអស់ការងារហើយភ័យរឿងហ្នឹងហើយមើលទៅចូលទៅជម្រាបប្រសាសន៍លោកនាយហើយខ្ញុំមានការអីទៀតមើលអាបាវយើងសួរម្សិលមិញយកបាយយើងទៅធ្វើមិនខ្លះឯនោះលើទៅរឿងបាយហ្នឹងបុកពោះផឹកអញថារឿងហ្នឹងមែនណាគេឲ្យដឹងរឿងអញ្ចឹងអីមិនជួយលាក់លៀមមកទូពិតច្វាយដេញអញចោលបាត់ហើយតែប៉ុណ្ណេះភ័យលើកដៃសាពះញ័រទៅត្រឹកលោកនាយឲ្យសូមអភ័យទោសឲ្យខ្ញុំផងអត់មានចេតនាចង់ប្រឆាំងពាក្យលោកនាយទេប៉ុន្តែម្សិលមិញហ្នឹងបាយក៏តិចផ្លូវក៏ឆ្ងាយទឹកវាលិចអស់ទៅវាមេឃភ្លៀងខ្ញុំថាបញ្ញាប់មកធ្វើការងារផ្ទះខ្ញុំដាក់ចង្ហាន់លោកទៅថាកងអើយមកទទួលផងខ្ញុំដាក់ចង្ហាន់លោកហើយសូមអនុគ្រោះឲ្យខ្ញុំម្ដងមកលោកនាយឲ្យលោកនាយកុំដេញខ្ញុំចាញ់អីអាឡ័យទៅសាពះហង្វរលោកនាយសោចអាបាយ
យើងដេញឯងចាញ់ហ៎យើងយកទោសហ៎យើងអរគុណឯងដឹងទេរាល់ថ្ងៃនេះមកបញ្យល់សពប្រាប់យើងថាកូនអើយកូនពុកឃ្លានណាស់មិនដែលបានស្គាល់ចំណីអាហារទេប៉ុន្តែយប់មិញឯងយូរមកបញ្យល់សពថាកូនអើយកូនពុកឆ្អែតហើយពុកបានស្កប់ស្កល់ហើយពុកអរគុណណាស់បានចំណីអាហារហើយពុកជូនពរកូនឲ្យរស់ស៊ីមានបានសុខសាន្តសប្បាយតរៀងទៅបានយើងវាឆ្ងល់នេះហើយបាយមួយចានសោះឯងយើងធ្វើមិនបានឲ្យយើងទទួលបានអញ្ចឹងអូតាមពិតឯងយកទៅដាក់តាមប្រសងអញ្ចឹងដោយសារមានរឿងហ្នឹងបានជាយើងបន្ថែមកម្មវិធីមួយទៀតទោះបីមានទម្លាប់មានទំនៀមសែនព្រានអីក៏សែនចោះអត់ហាមទេប៉ុន្តែត្រូវថែមកម្មវិធីមួយទៀតគឺធ្វើបន់បាំងស្គលវេដាតាមរយៈប្រសងផងឲ្យវាចេញគ្រប់ផ្លូវមានន័យថាបើម៉ែឪទទួលតាមសំណែនសែនព្រានបានក៏ទទួលចោះបើមិនបានទេផ្ញើតាមរយៈប្រសងឧទ្ទិសផ្ញើតាមទេផ្ដាយនេះទៀតគាត់នឹងទទួលបានចាប់ពីពេលមានរឿងនឹងមកមនុស្សថែមធ្វើបន់តេខេណានុប្រទាននឹងហោហែមកទល់សពថ្ងៃចឹងមកអញ្ចឹងឯតើបានជាចូលឆ្នាំខ្មែរក៏ប្រសងរវល់ចូលឆ្នាំចិនក៏ប្រសងរវល់ណាញោមណាគេសែនព្រានហើយគេនាំគ្នាមកបាំងស្គលមួយសាទៀតឲ្យវាបានគ្រប់ច្រកគ្រប់ផ្លូវហើយសូមបញ្ជាក់ញោមញាតថាពេលដែលពេលដែលប្រគេនអាចារ្យតែងតែហៅអំពាវនាវបងប្អូនកូនចៅម្ចាស់ទានប្រធានបន់ឲ្យចូលមកប៉ុន្តែដោយស្រុកដោយភូមិដោយកលែងខ្លះហៅផ្លេតមកអង្គុយតម្រង់ជួគ្នាពឹបកន្លែងខ្លះហៅឲ្យចង់បែកមីក្រូហៅបងបាត់ឲ្យប្អូនហៅកូនបាត់ឲ្យម៉ែហៅចុះហៅឡើងថ្ងៃចិត្តត្រង់ហ្នឹងអាចារ្យមើលទៅយ៉ាប់ហៅស្រួលមកស្ដីអាចារ្យទៅហៅខ្ញុំយកឯងមកធ្វើការជំនួសមុខខ្ញុំឯងចូលប្រគិនចូលធ្វើទៅគិតទៅហៅខ្ញុំនោះញាក់ភ្ញៀវខ្ញុំអ្នកមុខអ្នកការមកកណោធ្វើជំនួសខ្ញុំទៅបាទអញ្ជើញបាទទៅអាចារ្យធ្វើជំនួសហើយដូចកូននើយតោះអានិចាមួយម៉ាត់ពីរឆាន់ហ្នឹងអង្គទៅវត្តគេមិនសូវខ្វល់ខ្វាយរឿងប៉ុនទៀតគេខ្វល់ខ្វាយភៀវគេជាងតោះយើងអាចារ្យចូលប្រគិនខ្លួនឯងពឹបទៅលោកអានិចាមួយម៉ាត់ពីរទៅលោកឆាន់ទៅអាចារ្យសូត្រយកប៉ុនតែម្នាក់ឯងឲ្យឪគាត់អស់បាត់សូត្រថាទៀនសិលខ្ញុំបានធ្វើឲ្យព្រះគុណឲ្យខ្ញុំសច្ចាអត់ទិសផលនេះណាជូនមេត្តាបៃតាខ្ញុំមិនមេត្តាបៃតាណាឯងទេមេត្តាបៃតាខ្ញុំគាត់សូត្រតែម្នាក់គាត់អញ្ចឹងមានន័យថាយើងចំណាយលុយអាចារ្យគាត់អត់ទិសឲ្យម៉ែឪគាត់អស់ហើយខ្ញុំណាអញ្ចឹងបានអាចារ្យហៅអញ្ជើញឲ្យមកតាមពិតគេបង្រៀនយើងទេគេថាមេត្តាបៃតាខ្ញុំហ្នឹងគេបង្រៀនឲ្យយើងថាអញ្ចឹងយើងសូត្រតាមអាចារ្យជាមួយគ្នាទៅមេត្តាបៃតាខ្ញុំទាំងអស់គ្នាចេះអញ្ចឹងបើសិនជាដល់វគ្គឧទ្ទិសវគ្គប្រគេនណាបើសិនជាយើងជាភ្ញៀវវិញយើងជួយដេញបន្ថែមណែឯងកុំបាច់មកយកចិត្តទុកដាក់នឹងខ្ញុំពេកណែឯងធ្វើបន់ឲ្យម៉ែទៅចូលទៅប្រគេនឲ្យបានដល់ម៉ែដល់ដេញបន្ថែមអញ្ចឹងហ្មងទៅណាញោមណាជួយគ្នាកុំឲ្យចំណាយលុយឲ្យអត់បានផលពីព្រោះប្របាទពំពិសាធ្វើបន់មុនគេពីសម័យព្រះច្រើនណាស់តេកណានុប្រទានគ្មានបានដល់ប្រែតអីទេគ្មានបានដល់ញាតទេញាតមកទៅហឹងយំជុំវិញវាំងឬសំឡេងចម្លែកទៅសួរព្រះអង្គហើយសំឡេងអីគេយំទៅហឹងហ្នឹងបានថាមហារាជញាតិរបស់ព្រះអង្គកើតជាប្រែតអត់ចំណីអាហារយូរហើយអ្នកទាំងនឹងត្រូវបានចំណីអាហារបរិភោគក្នុងសាសនានេះប៉ុន្តែតើតែញាតិធ្វើបន់ឲ្យហើយគ្នារញាតិទៅឃើញតែព្រះអង្គតើព្រះអង្គធ្វើបន់ឲ្យព្រមពិសាថាធ្វើហើយធ្វើមកកណោហើយមិនក៏មិនទទួលទៅបានប្រពុតលោកថាមហារាជធ្វើមែនប៉ុន្តែមហារាជមិនបានចូលឧទ្ទិសមិនបានចូលប្រគេនទេអញ្ចឹងទៀនហ្នឹងវាឆ្ងាញ់តែមាត់អ្នកនៅរស់នេះទេអត់បានដល់អ្នកស្លាប់ទេតើតែមហារាជចូលទៅប្រគេនខ្លួនឯងឧទ្ទិសខ្លួនឯងបានព្រមពិសាលើកនេះមកធ្វើបន់ចូលខ្លួនឯងប្រគេនខ្លួនឯងឧទ្ទិសខ្លួនឯងព្រះអង្គផតតានមោទនីតរពុទ្ធសូត្របានប្រែតរួចពីកំណើតប្រែតទៅកើតមនុស្សទេវតាឲ្យព្រមព្រៀនទៅណាញោមណាហើយខ្ញុំមើលឃើញដែរអញ្ចឹងមកពីណាដបងមកពីលោកសម័យព្រះសដារហន្តមកពីអាចារ្យឯងបើមានអាចារ្យមែនក៏អាចារ្យសម័យព្រះដែរមកពីម្ចាស់ទានអត់បានចូលប្រគេនអត់បានឧទ្ទិសបានបុណ្យនឹងឆ្ងាញ់តែមាត់អ្នកនៅរស់អត់បានដល់អ្នកស្លាប់អញ្ចឹងបានជាមានការធ្វើបុណ្យដូចខ្ញុំបិណ្ឌឯងយកលំនាំតាមពំពិសារហូតមកសម័យក្រោយមកទៀតជំនាន់អាជាតិសត្រូវឡើងសូវរាជក្រោយមកទៀតមានប្រែតដើររកកូនខ្ញុំដើររកកូនមិនឃើញមកបង្ហាញខ្លួនអាជាតិសត្រូវឃើញអាជាតិសត្រូវសួរដឹងថាដើររកកូនអញ្ចឹងឲ្យទៅរកកូនចុះបើរកមិនឃើញទេឲ្យមកប្រាប់វិញប្រែតនោះដើរទៅរកកូនរកមិនឃើញសោះខ្ញុំដោយសារកូនគេលក់ផ្ទះគេលែងនៅផ្ទះហ្នឹងគេទៅនៅកន្លែងផ្សេងម្ល៉េះហើយរកចុះរកឡើងដើរទៅដល់ស្រុកអន្តកវិន្ទនគរឃើញផ្ទះកូនឃើញកូនកំពុងធ្វើបុណ្យហួយអណាស់ដើររកកូនយូរហើយឥឡូវមករកកូនឃើញចំថ្ងៃកូនធ្វើបុណ្យខំតអមនុស្សគេមករាប់ពាន់នាក់ដល់តែចប់បុណ្យប្រែតអង្គុយយំដដែលម៉ែឪអង្គុយយំដដែលហើយអាមិនបានជាយំកូនគេដូរសាសនាបាត់អស់ហើយកូនគេជឿលទ្ធិដតីហើយគេកាន់ទស្សនៈដតីហើយគេធ្វើបុណ្យហ្នឹងអាមិនគេជប់លៀងទេគេឆ្ងាញ់មាត់តែគ្នាគេទេគេគ្មានវេដាទិសឲ្យម៉ែឪទេឥឡូវគេឆ្អែតហើយគេទៅផ្ទះអស់ហើយខ្មោចប្រែតម្ដាយឪពុកយំអត់ចំណីអាហារត្រឡប់មកវិញប្រាប់ដល់អាជាតិសត្រូវបានអាជាតិសត្រូវដឹកនាំធ្វើបុណ្យមួយទៀតឧទ្ទិសឲ្យប្រែតអនាថាទាំងអស់នាយទាហានពលទាហានអ្នកតស៊ូ
បូជាពលីជីវិតដើម្បីជាតិសាសនាស្លាប់បានប្រមាណអត់មានអ្នកណាធ្វើបន់ឲ្យក៏សូមឲ្យមកទទួលទៅបានប្រែតនោះទៅទទួលផលគេបានរួចពីប្រែតមកកើតជាមនុស្សទេវតាឲ្យព្រមព្រៀតទៅដោយសារអ្នកដតីគេជួយបើសង្ឃឹមកូនខ្លួនឯងតទេអានោះមកពីអីនោះឲ្យពធមិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណាខ្លួនឯងធ្វើបន់អស់រាប់ពាន់ដុល្លារប៉ុន្តែខ្មោចមានដាបៃតាអត់ទទួលបានអីមួយម៉ាត់មកពីធ្វើខុសណាយំណាហេតុហ្នឹងបានមានអាចារ្យដឹកនាំធ្វើឲ្យត្រូវស្រាប់តែកលេចមើលទៅខាងនោះឃើញតាហ៊ានមកក្រុមដើរមកស្រាប់តែតាហ៊ានមកក្រុមមានស្ដេចដឹកនាំគឺប្របាទបង្កលិកៈនាំតបមកពីច្បាំងវិញផ្លូវហុចទឹមច្បាំងឈ្នះទៀតអាមាថាព្រះអង្គយើងវិញផ្លូវអត់ដែរស្គាល់ទេផ្លូវនេះប្លែកណាស់មានខ្យល់ត្រជាក់យើងដើរបន្តិចសិនទៅផ្លូវគុំល្អណាស់អាមាមានដើមឈើធំមួយចូលទៅអង្គុយជ្រកហ្នឹងត្រជាក់ស្រួលណាស់បើមានទឹកហូបអីអស់តោះហ្មងចុះអាណាត់ទឹកឯនេះអាមាតមានទឹកទឹកច្រើននាំគ្នាហូបពិនិត្យមើលហូបទឹកឆ្អែតអស់ទៅមានកមទឹកមានអីហូបឆ្អែតអស់ទៅអង្គុយមកសន្ធុងដូចឃ្លានបាយដល់ហើយបើមានបាយហូបអីល្អស្រាប់តែងាកមកគាត់ណាអាមាតណារៀបបាយច្រើនណាស់ពិនិត្យមើលហូបកើតទាហានមកកងពលហូបឆ្អែតទាំងអស់ស្ដេចអង្គុយតែឆ្ងល់មិនគឺប៉ាតពូចម្លែកហ្នឹងចេញបាយចេញទឹកមកអត់មានម្ចាស់ចឹងលើកដៃសាពះអោណាគេម្ចាស់បាយម្ចាស់ទឹកគឺខ្ញុំសុំឃើញមុខផងមកស្រាប់តែបង្ហាញខ្លួនថ្លល់មកឃើញមុខណែជាស្អីគេនឹងប្រាប់ថាខ្ញុំគឺម្ចាស់បាយម្ចាស់ទឹកហ្នឹងហើយជនឯងជាណាខ្ញុំពីមុនជាប្រជាជនអ្នកនៅស្រុកហ្នឹងខ្ញុំស្លាប់មកកើតជាប្រែតអត់ចំណីអាហាររងទុក្ខលំបាកវេទនាណាខ្ញុំមានកូនស្រីមួយឈ្មោះនាងអត្រានាងនៅក្មេងទេនាងទៅចូលដើរជាមួយយាយតាទៅស្ដាប់ធម៌ស្រាប់តែនាងចេះធ្វើបុណ្យក៏នាងធ្វើបុណ្យតេខិណានុប្រទានឧទ្ទិសមកឲ្យខ្ញុំនាងចូលរាប់បាតនាងនមស្ការសមាទានសិលព្រមទាំងទៅជួយបុណ្យគេបង្រើភ្ញៀវបង្រើអីហ្នឹងនាងឧទ្ទិសផលមកខ្ញុំស្រាប់តែខ្ញុំទទួលបានផលបុណ្យពីកូនមករួចពីកំណើតប្រែតបានរបស់ទឹកខ្លាចជាទេវតាខ្ញុំកំពុងតែសប្បាយនឹងសោយរបស់ទឹកខ្ញុំហោះលេងពីដើមឈើនេះទៅនោះពីនោះមកនេះពីនេះទៅមាត់សមុទ្រពីមាត់សមុទ្រមកកពូលភ្នំស្រាប់តែឃើញលោកដើរមកខ្ញុំសាត់និមិត្តឲ្យចេញជាផ្លូវទៅមើលលោកឡើងលើផ្លូវខ្ញុំនិមិត្តឲ្យចេញដើមឈើធំមួយវាចេញដើមឈើលោកក៏ចូលក្នុងដើមឈើខ្ញុំស្រាប់តែលោកថាចង់ហូបទឹកខ្ញុំនិមិត្តឲ្យចេញជាទឹកលោកហូបឆ្អែតលោកចង់ហូបបាយខ្ញុំនិមិត្តឲ្យចេញជាបាយលោកហូបឆ្អែតអស់ហើយឥឡូវលោកចង់ឃើញមុខខ្ញុំឲ្យឃើញទៀតសួរអីទៀតមានអីឆ្ងល់ទៀតស្ដេចព្រឺរួមព្រឺស្បែកធម្មតាដឹងសោះអស់ចាណាថ្វាយអង្គមសុំសមាទានសិល5ពីទេវតានោះហើយក៏ទេវតាលាទៅសោយសម្បត្តិទឹកក្នុងឋានសួគ៌ស្ដេចមកដល់វាំងវិញប្រកាសប្រជាជនថាបងប្អូនអើយនរណាមានឪពុកមានម្ដាយស្លាប់ទៅធ្វើបុណ្យឧទ្ទិសឲ្យទៅគាត់ទទួលបានមែនណាខ្ញុំជួបផ្ទាល់បានបាយមួយឆ្អែតទៀតណខ្ញុំមើលกันដែរបានទៀតផ្សព្វផ្សាយតធ្វើបុណ្យនឹងតរហូតមកដល់ថ្ងៃហ្នឹងអញ្ចឹងទៅណាខ្ញុំណាឥឡូវកូនចៅបានធ្វើបុណ្យហើយសូមឲ្យលោកឪពុកកេតណប់ណាហើយអ្នកម្ដាយពីងមួយលោកឪពុកដងញ៉លនិងអ្នកម្ដាយអ៊ំមឿនព្រមទាំងញាតិកាសាលោហិតក្នុងសង្សារវត្តនេះទាំងអស់មកទទួលកុសលផលបុណ្យសោយសម្បត្តិតាមប្រាថ្នាម្យ៉ាងទៀតយាយតាពុទ្ធបរិស័ទទាំងអស់ដែលមានមេត្តាបិតាស្លាប់ទៅរៀងខ្លួនដែរនោះក៏សូមឧទ្ទិសផលបុណ្យនេះឲ្យបានដល់គាត់រៀងខ្លួនផងដែរសូមទេវតាអនុមោទនាបុណ្យផងជួយនាំដំណឹងទៅប្រាប់ញាតិទាំងនោះផងសូមទេវតាជួយថែរក្សាការពារញោមទាំងអស់គ្នាទាំងអាចារ្យទាំងយាយទាំងតាជើងចក្រាំងជើងឆ្នាំងអ្នកចុងភៅចិត្តបន្លែផ្លែឈើសន្តិសុខសម្ដាប់ភ្នាប់អ្នកមានយានជំនិះដឹកយាយដឹកតាអ្នករួមអ្នកមេក្រូអ្នកម៉ាស៊ីនភ្លើងអ្នកតុបតែងអ្នកចាត់ចែងអ្នកថតរូបអ្នកថតអីទាំងអស់អ្នកខ្វល់ខ្វាយក្នុងកម្មវិធីបុណ្យនេះឲ្យជួបតែសេចក្តីសុខចម្រុងចម្រើនអាយុវែងជាពិសេសកូនចៅរកទទួលទានមានបានការវិគុំតិចតិជុំតរៀងទៅញោមប្រាថ្នាយ៉ាងណាឲ្យសម្រេចដោយសេចក្តីប្រាថ្នាការស្ដីសន្មតចប់អីវ៉ាំង